ជំរាបសួរហ្វេនទាំងអស់គ្នាជាទីស្រឡាញ់ចា៎ថ្ងៃនេះមកជួបជាមួយនាងខ្ញុំជាថ្មីនៅក្នុងសម្រាប់រឿងភាគចិនដែលមានចំណងជើងថាអូនគឺជាថ្នាំគេងលក់បងចា៎នៅក្នុងភាគទី1របស់យើងគឺតួស្រីរបស់យើងគឺបានប្រកាសភ្លើងដាំបាយជាមួយនឹងតួប្រុសរួចរាល់ទៅហើយចា៎ហើយតួស្រីយើងព្រលឹមឡើងភ្ញាក់មកឃើញតួប្រុសនៅក្បែរហ្នឹងគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់និយាយថាអីក៏ខ្ញុំនៅទីនេះបានគាត់ក៏និយាយថាមានអ្វីនៅក្នុងដបស្រាហ្នឹងដោយសារតែក្នុងយប់ហ្នឹងគាត់បានផឹកស្រាជាមួយមិត្តភក្តិរបស់គាត់តាមមួយកែវទេហ្វេនហើយពេលហ្នឹងគាត់ក៏ដែរមកបន្ទប់គេងហើយគាត់ថាបន្ទប់សាមគាត់ហៅគាត់នេះហើយដល់ពេលអញ្ចឹងចូលទៅដល់បន្ទប់ហ្នឹងគាត់ក៏បានឲ្យតួប្រុសយើងនៅស្ងៀមទៀតតែហើយគាត់ក៏ចាប់ដើមប្រតិបត្តិការជាមួយនឹងតួប្រុសរបស់យើងហើយតួប្រុសរបស់យើងឆ្ងល់ពេលហ្នឹងដល់ហើយអត់មានមើលមុខមើលមាត់អីតួស្រីយើងទេហើយពេលហ្នឹងទៅតួស្រីយើងភ្ញាក់មកអូយវាចប់ហើយខ្ញុំពិតជាធ្វើវាដោយខ្លួនឯងហើយរួចរត់ចេញពីបន្ទប់របស់តួប្រុសយើងតែម្ដងហ្វេនហើយពេលតួស្រីចេញទៅផុតទៅបានតួប្រុសរបស់យើងភ្ញាក់ហើយគាត់ក៏និយាយថាហេតុអីក៏ខ្ញុំគេងលក់ស្រួលម្ល៉េះថ្ងៃនេះក្នុងប្រហែលឆ្នាំហ្នឹងវាអត់បានមានទេហើយគាត់ក៏ងើបស្លៀកសម្លៀកបំពាក់ពេលហ្នឹងគាត់រើសបានកាតអដេញគេហៅធានារ៉ាប់រងជីវិតណាផ្នែកសុខាភិបាលអញ្ចឹងណាពេលហ្នឹងគាត់ក៏បានមើលឈ្មោះឃើញតែឈ្មោះលីងអញ្ចឹងគាត់ក៏ឲ្យលេខារបស់គាត់ហ្នឹងជួយឆែកប្រវត្តិរបស់លីងគាត់តែមិនបានប្រហែលនាទីផងហ្នឹងកូនចៅរបស់តួប្រុសយើងហ្នឹងក៏បានខលមកប្រាប់តួប្រុសដែលមកប្រាប់មិនខលទេហ្វេនសំទោសព្រោះដល់មកប្រាប់ថាគាត់បានរកឈ្មោះលីងហ្នឹងឃើញហើយតើលីងហ្នឹងកំពុងធ្វើអីហើយនៅណាអីចឹងណាហើយពេលហ្នឹងស្អីរឿងរបស់យើងក៏កាត់មកដល់លីងហ្នឹងរៀបចំប្រវត្តិចេញពីផ្ទះហើយហ្វេនហើយតួស្រីរបស់យើងសួរថាអញទៅណាធ្វើអីគាត់ថាគាត់ចិត្តរៀបការហើយតួស្រីយើងគាត់ឆ្ងល់គាត់សួរថាអញចិត្តរៀបការអញរៀបការជាមួយអ្នកណាអញមានមិត្តប្រុសតាំងពីកាលប្រយ័ត្នចាញ់បោកគេនាងក៏គាត់នឹងចិត្តថាខ្ញុំត្រូវអរគុណអញខ្លាំងណាស់បើសិនជាមិនបានអញធ្វើបទនារ៉ាប់រងវិទ្យាសាស្ត្ររបស់ខ្ញុំទេធ្វើម៉េចខ្ញុំអាចមានទំនាក់ទំនងជាមួយនឹងហួយយីចិនបានទៅហើយពេលហ្នឹងតួស្រីយើងសួរថាតើគេជាអ្នកណាខ្ញុំជាមិត្តល្អរបស់អញមិនក៏ខ្ញុំមិនដឹងដល់ពេលហ្នឹងទៅនាងថាប្តីរបស់ខ្ញុំមិនបោកខ្ញុំទេគាត់ជាមនុស្សល្អហើយមានទំនួលខុសត្រូវខ្ពស់កុំបារម្ភពីខ្ញុំអីឯងគ្រាន់តែមើលថែខ្លួនឯងទៅខ្ញុំទៅហើយដល់ពេលអញ្ចឹងទៅតួស្រីរបស់យើងក៏គិតក្នុងចិត្តថាគាត់មានមិត្តប្រុសពីពេលណាហេតុអីក៏ទៅលាក់បាំងពីខ្ញុំហេតុអីក៏ខ្ញុំក៏មិនដឹងអីសោះអញ្ចឹងហើយដល់ពេលហ្នឹងទៅសាច់រឿងរបស់យើងក៏មកដល់ក្រុមហ៊ុនរបស់តួប្រុសហើយក៏ឲ្យតួស្រីយើងធ្វើគឺជាជំនួយការផ្ទាល់របស់លោកហូហើយតួស្រីយើងក៏គិតថាប្រវត្តិគ្រួសាររបស់លោកហូលេចធ្លោខ្លាំងណាស់ហើយនៅពីក្រៅតែកាយស្រីតែកាយនោះមិនដឹងជាយ៉ាងម៉េចទេឲ្យគាត់ទៅសម្របសម្រួលជាមួយនឹងហួយយីចិនហ្នឹងណាគាត់អាចមានបញ្ហាធ្ងន់ធ្ងរបើសិនបើតួស្រីមិនទៅណាទៅលោកធនធានមនុស្សគាត់និយាយបើសិនជាតួស្រីយើងមិនទៅណាគេទៅហើយគាត់នឹងឲ្យប្រាក់ខែតួស្រីគាត់នឹង3ហើយក្នុងមួយខែសម្រាប់15ថ្ងៃតួស្រីយើងក៏យល់ព្រមហើយពេលហ្នឹងគាត់ក៏មកជួបជាមួយនឹងតួប្រុសម្ដងព្រាមឃើញគាត់ដឹងថាជាបរិះយប់នំគាត់ក៏ថាសួស្ដីលោកហូខ្ញុំឈ្មោះ Ran Yuning លេខារបស់លោកសូមផ្ដល់ដំបូន្មានដល់ខ្ញុំផងហើយតួប្រុសមើលទៅគាត់នឹកឃើញថាមិនគាត់ស្តៀងម្ល៉េះគាត់ក៏ប្រាប់តួស្រីឲ្យទៅចាក់ទឹកតែឲ្យគាត់មកកែវអញ្ចឹងណាពេលហ្នឹងតួស្រីគាត់ថាយល់ព្រមពេលហ្នឹងតួស្រីគាត់ទៅចាក់ទឹកតែហើយគាត់ក៏គិតក្នុងចិត្តរបស់ថាមនុស្សដែលដេកជាមួយនាងកាលពីយប់មិញជាហូយីចិនដល់របៀបណាប៉ុន្តែហាក់ដូចជាគាត់មិនស្គាល់ខ្ញុំទេខ្ញុំគិតថាយើងមើលទៅស្តៀងដូចជាធ្លាប់ស្គាល់តួប្រុសយើងនិយាយទៅកាន់តួស្រីណាតែយើងធ្លាប់ជួបគ្នានៅកន្លែងណាអត់ដល់ពេលដែលតួស្រីយើងដើរមកដល់តួប្រុសយើងក៏សួរបែបហ្នឹងហើយដល់ពេលហ្នឹងទៅតួស្រីយើងឮតែគេសួរក៏កំពប់ទឹកតែពលលាដៃណាតួស្រីយើងក៏និយាយថាមកខ្ញុំនឹងមានរៀងអសវីយើងប្រហែលជាលោកមើលទៅដូចធ្លាប់ស្គាល់អញ្ចឹងណាតែមិនមែនទេតួស្រីយើងអត់ប្រាប់ការប៉ັດទេហ្វេនពេលហ្នឹងហ្នឹងមិនគេហៅថារឿងណាហើយនៅក្នុងយប់ហ្នឹងតាមពិតទៅតួប្រុសរបស់យើងពេលហ្នឹងគាត់បិទភ្នែកដែរតួស្រីយើងបិទភ្នែកគាត់តែក្រោយពីបិទភ្នែកហើយมันមានបិទភ្នែកទៀតផងមិនក៏មិនចាំមុខតួស្រីយើងអញ្ចឹងមិនអង្យូរខ្លាចបែកការតួស្រីយើងហ្នឹងក៏ប្រាប់ថាខ្ញុំទៅសម្អាតខ្លួនបន្តិចសិនវារបៀបមិញតែរឿងយើងទៅដល់លីងបានបង្ហាញតួស្រីថាគាត់បានរស់នៅក្នុងផ្ទះវីឡារបស់គ្រួសារហូហើយក៏បង្ហាញពីជីវិតរបស់យើងនៅក្នុងគ្រួសារហូដែលជាគ្រួសារអ្នកមានណាទៅតួស្រីថាអញកុំភ្លេចជួយប្អូនបើពេលដែលគាត់មករកអញពេលណាជួយគេផងទៅនាងថាមិននិយាយទេលីងរកបានប្តីល្អហើយគាត់យកចិត្តទុកដាក់ចំពោះគាត់ឲ្យបានច្រើនក៏មកអ្នកផ្សេងទាញយកផលប្រយោជន៍ពីគាត់នាងថាដឹងហើយនាងគិតក្នុងចិត្តថាខ្ញុំបានរស់នៅគ្រួសារជាច្រើនថ្ងៃហើយគ្រួសារហូណាតែមិនដែលបានជួបហួយយីចិនទេខ្ញុំត្រូវតែសកម្ម
ហើយចំណែកតួប្ររបស់យើងវិញកំពុងមើលខ្សែកហើយចំណែកនាងណាគេថាជានាងយប់យន្តសុបិនយូគេទៅតែមករកតួប្រអញ្ចឹងណាហើយគាត់ទៅអោបតួប្រមានឲ្យអោបណាហើយគាត់ក៏និយាយថាល្អហើយដែលនាងមកទីនេះខ្ញុំកំពុងតែចង់រកនាងល្មមខ្ញុំចង់សួរនាងថាតើខ្ញុំដេកលក់បានយ៉ាងម៉េចនៅយប់នោះដើម្បីនាងរនឹកឆ្លើយនៅយប់នោះយើងទាំងពីរអ្នកបានផឹកស្រាតាមពិតណាអត់អីក៏ទៅសួរសំណួរហ្នឹងខ្ញុំបានផឹកតួប្រថាខ្ញុំមិនបានផឹកទេនៅយប់នោះខ្ញុំមិនចាំទេឥឡូវនេះព្រោះវាមានរយៈពេលយូរមកហើយឥឡូវលោកសួរខ្ញុំចាំមិនបានទៅទោះប្រថាខ្ញុំមានបញ្ហាដំណេកពិបាកគេងលក់ណាដូច្នេះខ្ញុំត្រូវតែដឹងពីការស្រមើស្រមៃរបស់នាងទិញរួចនាងគួរតែដឹងណាថាហេតុអីក៏ខ្ញុំពេញលក់នាងថាខ្ញុំធ្វើពុតដល់របៀបណាទៅបើទៅមិននឹងខ្ញុំដឹងមិនសិនជាខ្ញុំដឹងមុនហ្នឹងខ្ញុំសួរយូនីនឲ្យលំអិតឲ្យដឹងថាយប់នឹងមានអ្វីកើតឡើងប៉ុន្តែឥឡូវនេះរល lesson ទៅហើយនាងក៏និយាយថាអូយប្រហែលជាមកពីក្លិនក្អូបរបស់ថងនេះទេដឹងនាងក៏យកថងក្អូបដែលយូនីនបានធ្វើឲ្យនាងហ្នឹងណាហើយយកឲ្យទូប្រុសរបស់យើងហាត់ហើយពេលហ្នឹងណាទូប្រុសរបស់យើងក៏បានហាត់ហើយគាត់ក៏ថាក្លិនវាស្រៀងណាហើយពេលហ្នឹងណានាងក៏ថាក្លិនក្រអូបទៅនាងក៏ថាវាគួរតែក្លិនក្អូបនេះហើយវាមិនគិតថាថងនេះហើយវាជួយគាត់បានសោះហើយប្រកាសណាអាក្លិនហ្នឹងគឺក្លិនដែលយូនីនតាំងតែធ្វើគេនិយាយថាវាបាត់ឲ្យវាធ្វើឲ្យលោកបាត់ឈឺក្បាលទៅហើយថងក្អូបនេះហើយវាមានអត្តពលលើប្រព័ន្ធប្រសាទជួយគេងលក់វាមានប្រសិទ្ធភាពខ្លាំងណាស់ហើយនាងក៏ថាចាំធ្វើឲ្យតួប្រុសយើង2 3ទៀតហ្នឹងណាហើយនាងក៏និយាយថាលោកមានផ្នែកខ្មៅប្រកាសជាមិនតាន់បានសម្រាប់ទេហើយដើម្បីមិនគេងទៅខ្ញុំនៅជាមួយអញ្ចឹងណាពេលហ្នឹងវាក៏យកថងក្អូបដាក់នៅចិត្តតួប្រុសដើម្បីឲ្យតួប្រុសយើងគេងតែតួប្រុសយើងនៅតែគេងមិនលក់គាត់អត់ដឹងថាមូលហេតុអីទេគាត់ថាគាត់គេងមិនលក់នោះទេលីងក៏យល់ដែរថាប្រហែលជាមកពីថងនេះណាគឺមានរយៈពេលយូរពេកហើយវាអស់ប្រសិទ្ធភាពចាំគេនឹងធ្វើថ្មីមកទៀតហើយពេលហ្នឹងតួប្រុសក៏និយាយថានៅក្នុងថងហ្នឹងមានអ្វីខ្លះហើយមានឱសថច្រើនណាស់ដើម្បីជួយឲ្យប្រព័ន្ធប្រសាទមានភាពស្ងប់ស្ងាត់ជួយឲ្យគេងលក់មានឱសថប្រហែលជា10ប្រភេទតួប្រុសថាផ្លេចវាចាស់ទៅវិញចាស់ខ្ញុំទៅធ្វើការហើយប្រសាណាលោកគួរតែសម្រាប់ឲ្យបានឆាប់ហើយលោកទៅផ្ទះឲ្យលឿនពេលហ្នឹងណានាងក៏បានចេញទៅហើយចំណែកតួប្រុសរបស់យើងនេះវិញគាត់ក៏បានលើកខ្សែកមកហើយគាត់ក៏នៅក្នុងចិត្តរបស់គាត់ថាលីងនេះមិនមានប្រតិកម្មចំពោះខ្សែកនេះទេហើយពេលហ្នឹងណាតួស្រីរបស់យើងហ្នឹងក៏បានដើរចូលមកហើយក៏ធ្វើលេមលើហ្វេនដោយសារគាត់អត់ចង់ជួបមួយតួប្រុសម៉ានេះហើយតួប្រុសយើងចាប់បានអញ្ចឹងទៅក៏ដើរអឺតមកសិនទៅហើយយកសម្លៀកបាំងដើរចំណែកតួប្រុសយើងគឺស្វាក់មែនតែនងាកទៅឃើញតួស្រីហើយឲ្យចូលក្នុងចូលមកនេះមករួចហើយក៏ប្រើតួស្រីយើងណាហើយតួស្រីយើងដើរមើលស្ញាប់ពេលហ្នឹងណាតួប្រុសរបស់យើងប្រើតួស្រីយើងយកប្រវត្តិសង្ខេបដែលនៅក្នុងសភៅលើក story នៅលើធ្នើដាក់សភៅពេលហ្នឹងតួស្រីក៏ដើរទៅយកពេលហ្នឹងនាងក៏ឡើងទៅយកហើយវានៅរៀងខ្ពស់ហ่าឈោងដៃអត់ដល់ពេលហ្នឹងក៏ខំតែរហូតដល់សភៅក៏ជ្រុះមនុស្សក៏ធ្លាក់ហ្នឹងណាហ្វេនស្អីតួប្រុសរបស់យើងក៏បានតកងតួស្រីរបស់យើងចាប់ដែរក្នុងពេលហ្នឹងហើយពេលហ្នឹងតួស្រីយើងមិនមែនឲ្យគេតកងធម្មតាទេហ្វេនខ្សែសទៅច្រកទៀវអញ្ចឹងហើយតួប្រុសយើងក៏ស្រឡាញ់មកតួស្រីយើងក៏មើលតួប្រុសអញ្ចឹងណាហើយតួប្រុសយើងហ្នឹងសម្លឹងមកតួស្រីយើងមិនសន្ទុះហើយក៏សួរតួស្រីយើងថាពេលណាគិតចោះពីលើគាត់អញ្ចឹងណាហើយពេលហ្នឹងតួស្រីយើងក៏លោតផ្លាត់ចោលហើយចំណែកសាច់រឿងរបស់យើងមកដល់តួស្រីរបស់យើងហ្នឹងកំពុងតែគិតអំពីមិត្តភក្តិរបស់គាត់លីងតែពេលហ្នឹងគាត់អត់មិនទៅហើយដោយសារពេលហ្នឹងគាត់បានmessage ទៅតែលីងអត់ទទួលណាសិតតែដាក់ភ្នែកទៅឃើញលីងនៅក្នុងផ្ទះគាត់ក៏សួរថាលីងអញមកទីនេះបានដោយរបៀបណាហើយលីងហ្នឹងក៏និយាយថាឯងមិនស្វាគមន៍ខ្ញុំទេមែនអត់ខ្ញុំបានទិញរបស់របរជាច្រើនឲ្យឯងទោះស្អីយើងហ្នឹងក៏សួរទៅលីងថាអីក៏មិនលើកទូរស័ព្ទគាត់ពេលហ្នឹងលីងក៏និយាយថាកុំបារម្ភពីគាត់អីគាត់បានទិញសម្លៀកបំពាក់ជាច្រើនឲ្យឯងមើលរោបនេះទៅរោបហ្នឹងវាសមមួយឯងណាសាច់កណាត់វាល្អអញត្រូវស្លៀកវាឲ្យល្អគេប្រាប់ទៅតួស្រីចឹងណាហើយគេថាអូយត្រូវហើយប្រាប់ខ្ញុំមកតែថងក្អូបគេធ្វើវាដូចម្ដេចតួស្រីថាអញបានរៀនតែពេលហ្នឹងលោកគ្រូបរៀនពីមុនហើយអ្វីក៏អញមិនចេះហើយភ្លាមមិនក៏ចង់រៀនហើយនិយាយថាឥឡូវនេះខ្ញុំក៏ត្រូវការវាភ្លាមព្រោះវាធ្វើឲ្យខ្ញុំគេងលក់ស្រួលជួយឲ្យធូរអារម្មណ៍ហើយจะធ្វើបានមិនទៅបានគេងលក់ស្រួលណាយើងបោកកឆោតសួរតួស្រីណាហើយតួស្រីយើងហ្នឹងក៏និយាយថាបើសិនជាចង់ឲ្យគេងលក់ភ្លាមគួរត្រូវតែឲ្យគាត់វាថាស្ដាប់តន្ត្រីដើម្បីបន្ធូរអារម្មណ៍ណាហើយឲ្យគាត់សម័យទៅរកភាពស្ងប់ស្ងាត់ធ្វើឲ្យគាត់មានអារម្មណ៍ចង់សម្រាកអីចឹងទៅដល់នាងនេះណា
ស្ដាប់មតិយោបល់របស់តួស្រីហើយក៏ប្រើតួស្រីយើងហ្នឹងឲ្យធ្វើថងក្អូបឲ្យហើយនាងហ្នឹងក៏គេងពីលួចគេងណាក៏ទៅមនុស្សយើងខ្ជិលហើយខ្ជិលហើយអត់ចង់ចេះចង់ដឹងអីទេតួស្រីយើងធ្វើពេលហ្នឹងទូរស័ព្ទរបស់លីងហ្នឹងក៏រោពេលហ្នឹងតួស្រីយើងក៏ប្រាប់លីងទូរស័ព្ទរបស់ឯងរោហើយពេលហ្នឹងនាងអត់ចាប់អារម្មណ៍ទេនៅពេលតួស្រីថាគាត់នឹងលើកទូរស័ព្ទឲ្យពេលហ្នឹងនាងក៏ភ្ញាក់មកឆាឡោដើម្បីអត់ឲ្យតួស្រីយើងលើកទូរស័ព្ទដល់ពេលហ្នឹងខ្លាចថាអ្នកដែលជាខលមកគាត់ហ្នឹងគឺជាតួប្រុសរបស់យើងអញ្ចឹងណាហើយគាត់ក៏ប្រាប់តួស្រីថាមិនបាច់លើកទេតួស្រីគាត់ឆ្ងល់ណាពីមុនគាត់លើកបានឥឡូវមិនក៏ប៉ះទូរស័ព្ទអត់បានអញ្ចឹងណាហើយគាត់ក៏និយាយថាឲ្យធ្វើថងក្អូបហ្នឹងឲ្យលឿនគាត់ទៅឥឡូវហើយឥឡូវគាត់សុំទៅសម្រាប់សិនអញ្ចឹងណាហើយតួស្រីយើងហ្នឹងក៏បន្តធ្វើទៅចាប់អារម្មណ៍ថាគេធ្វើមិនទេហ្វែនពេលហ្នឹងដឹងថាធ្វើការឲ្យគេប្រាក់អីធ្វើនឹងតួស្រីយើងឆោតមែនតើហ្វែនហើយស្អីរឿងរបស់យើងណាក៏បានកាត់មកដល់តួប្រុសរបស់យើងក្នុងពេលហ្នឹងគាត់បានឲ្យកូនចៅរបស់គាត់ហ្នឹងទៅឆែកមើលកាមេរ៉ាសុវត្ថិភាពក្នុងសណ្ឋាគារថ្ងៃដែលគាត់បានទៅគេងជាមួយនឹងតួស្រីហ្នឹងហើយតួលេខាក៏ប្រាប់ថាគាត់ឆែកតាំងពីម៉ោង8យប់ស្មើនឹងរហូតដល់ឥឡូវគឺគាត់បានឃើញតែប៉ុណ្្នឹងទេហើយនៅពេលដែលគាត់ឃើញហ្នឹងណាតួប្រុសយើងក៏ផ្ចង់អារម្មណ៍មើលមែនតើថាជាអ្នកណាគេប៉ុន្តែរូបភាពត្រូវបានកាត់ចោលនេះសល់តែប៉ុណ្្នឹងទេទោះបីជាតួប្រុសហ្នឹងក៏សួរទៅលេខាគាត់ថាអាម៉េចបានជាឃើញតែប៉ុណ្្នឹងវាដូចវាឆ្ងល់ដូចបាត់អស់អត់មានបន្តទៅទៀតសោះអញ្ចឹងហើយពួកគាត់ហ្នឹងក៏រកថាមានតែប៉ុណ្្នឹងទេថ្ងៃដែលគាត់ទៅឆែកមើលវាឃើញតែប៉ុណ្្នឹងអត់ដឹងថាមិនក៏វាបាត់ទៅណាអញ្ចឹងណាហើយចំណែកតួប្រុសហ្នឹងគាត់សែនឆ្ងល់មែនតើពីម៉ោង8ជាងដល់ម៉ោង9ហ្នឹងមិនក៏វាមិនឃើញហើយជំនួយការគាត់ឆ្ងល់ខ្លាំងណាស់ដែរហើយក៏ត្រូវធ្វើមិនទេអញ្ចឹងគាត់អត់ចេញដែរអញ្ចឹងណាហើយពេលហ្នឹងលីងនេះវិញទៅគេថាសំណាងល្អហើយដែលគេសេវបានទុកមុនអញ្ចឹងណាកុំអីហ្នឹងអ្វីវាមិនជារបស់នាងតទៅទៀតណាហើយគេនិយាយថាខ្ញុំមើលទៅវាល្អជាងខ្ញុំជាស្ត្រីនៅក្នុងថ្ងៃហ្នឹងគេមិនចង់ឲ្យទៅជីវិតរបស់គេមានការផ្លាស់ប្ដូរអ្វីទៀតអញ្ចឹងណាហ្វេនគាត់និយាយថាតួប្រុសរបស់យើងហ្នឹងគឺជារបស់គាត់កុំអារម្មណ៍អីគាត់មិនឲ្យមានការផ្លាស់ប្ដូរទៀតទេកុំសង្ឃឹមតែគាត់ឲ្យតួស្រីយើងដឹងណាថាគាត់បានប្ដូរគ្នាជាមួយនឹងតួស្រីអញ្ចឹងណាគឺថាមុខឡើងញញហ្មងណាហ្វេនហើយចំណែកតួប្រុសរបស់យើងពេលហ្នឹងត្រូវបានតួស្រីហ្នឹងយកតែខ្ញីមកឲ្យញ៉ាំយើងក៏គិតក្នុងចិត្តថាសង្ឃឹមថាតួប្រុសយើងញ៉ាំតែរបស់គាត់ហើយគាត់នឹងគេងលក់ស្រួលអញ្ចឹងណាហើយពេលហ្នឹងស្រាប់តែឃើញខ្សែករបស់គាត់ខ្សែកកាលពីយប់មិញនឹងគាត់តាហើយពេលហ្នឹងក៏ឆោងដៃទៅយកហ្វេនហើយពេលហ្នឹងដែរសឹកភ្លឹប1 2ត្រង់នេះចាំមើលណាបន្តិចទៀតហ្នឹងហ្វេននឹងមានការភ្ញាក់ផ្អើលខ្លាំងមែនតើចាប់ដៃបានមិនមែនដៃតួស្រីយើងទេគឺជាដៃលេខារបស់គាត់សោះហើយគាត់សួរថាមកទីហ្នឹងទៅអីគាត់សួរតែឯងឈឺមែនពួកអីឃើញគាត់គេធ្វើបែបហ្នឹងក៏ចង់ដឹងឲ្យគាត់ឈឺហើយតួប្រុសថាគាត់កំពុងតែអង្គុយគិតអំពីស្ត្រីកាលពីយប់ហ្នឹងអាមិនទៅហើយពេលហ្នឹងជំនួយការគាត់និយាយថាហើយប្រហែលរយៈនេះហើយគាត់អត់ទៅផ្ទះតាំងពីលេងហ្នឹងគាត់ទៅនៅផ្ទះហ្នឹងមកតួប្រុសយើងគឺអត់បានត្រឡប់ទៅផ្ទះទេហើយពេលហ្នឹងតួប្រុសយើងក៏សួរថាទៅអីមិននិយាយរឿងហ្នឹងទេហើយឥឡូវហ្នឹងអញឃើញយូរនេះអត់គេមកតាំងពីគេមកហើយឬនៅគាត់សួរទៅដល់តួស្រីរបស់យើងណាហើយដល់ពេលចឹងទៅពេលហ្នឹងតួប្រុសយើងគាត់ថាវាអត់ដឹងជាយ៉ាងម៉េចនោះទេនៅក្នុងខ្លួនគាត់ណានៅពេលដែលគ្មានតួស្រីយើងនៅក្បែរគាត់ចេះតែនឹកដល់ក្មេងស្រីកញ្ជ្រោងគាត់ហៅតួស្រីយើងណាក្មេងកញ្ជ្រោងតូចគាត់នឹកដល់តួស្រីយើងហើយពេលហ្នឹងតួស្រីយើងហ្នឹងក៏បានចាប់ទូរស័ព្ទគាត់ហ្នឹងមើលសារពេលហ្នឹងគាត់ក៏នឹកឃើញដល់ពេលដែលគាត់ស្វីតជាមួយនឹងតួប្រុសយើងកាលពីភាគដំបូងណាហ្វេនអង្គុយនឹកឃើញតាំងពីថ្ងៃចូលធ្វើការដំបូងដែលគាត់ណែនាំខ្លួនទៅកាន់តួប្រុសរបស់យើងតែគាត់ឈ្មោះអីហើយធ្វើការនៅជាមួយគាត់ជាតំណែងជំនួយការគាត់ហ្នឹងណាហើយក៏និយាយរួមទៅនឹកឃើញគ្រប់បែបយ៉ាងហើយក៏អង្គុយ message ទៅកាន់តួប្រុសហើយពេលហ្នឹងហើយក្នុងកំឡុងពេលហ្នឹងដែរពេលវេលារបស់យើងក៏កាត់មកដល់ក្រុមហ៊ុនរបស់តួប្រុសរបស់យើងពេលហ្នឹងតួស្រីយើងកំពុងតែញ៉ាំឆុងតែគាត់ផឹកគាត់ថាផឹក3ថ្ងៃជាប់គ្នាហើយតែវាមានប្រសិទ្ធភាពអត់ពេលហ្នឹងតួប្រុសគាត់មកពីក្រោយហើយគាត់ក៏សួរថាប្រសិទ្ធភាពអីគេពេលអញ្ចឹងតួស្រីយើងក៏និយាយថាពេលហ្នឹងតួស្រីក៏និយាយថាវាជាតែដែលអាចចិញ្ចឹមរាងកាយបើកម្លាំងវាជួយគាត់ជីវផងដែរដល់ពេលអញ្ចឹងទៅពេលហ្នឹងតួប្រុសយើងក៏មើលមកតួស្រីយើងក៏បិទភ្នែករបស់តួប្រុសហើយ
បាននិយាយថាក៏មើលមកខ្ញុំចំណែកឯលេងទៅហ្នឹងក៏ចូលមកតន់ឃើញទូប្រមួយទូស្អីយើងកំពុងតែ switch មួយគ្នាហ្នឹងប៉ុន្តែគាត់ក៏មិនចូលទៅក្នុងដើម្បីជួបទូប្រទូស្អីដែរដោយសារពេលហ្នឹងគាត់មានអារម្មណ៍ថាខ្លាចទូស្អីយើងដឹងរឿងគាត់ទៅរៀបល្បិចដើម្បីធ្វើបាបទូស្អីយើងឲ្យទូស្អីយើងចេញពីក្រុមហ៊ុនល្អជាងតែចំណែកទូប្រពេលទូស្អីបាត់ភ្នែកអញ្ចឹងគាត់មានអារម្មណ៍ថាស្តៀងកាន់តែខ្លាំងអញ្ចឹងពេលហ្នឹងទូរបស់យើងនេះក៏សម្លឹងមើលមកទូស្អីរបស់យើងហើយកាន់តែមើលឡើងគៀកមកហ្វេនហើយពេលហ្នឹងគាត់ក៏សួរទូស្អីថាតើលេងធ្លាប់អត់ដល់ពេលអញ្ចឹងទូស្អីយើងក៏ស្មានតែគេធ្វើអីតាមពិតហ្វេនគេឲ្យបណ្ឌិតមើលគាត់ហ្នឹងថាគាត់ហ្នឹងមានអាការៈបាក់មិនគាត់គេងមិនលក់ហើយធ្វើមិនឲ្យគាត់គេងលក់ណាទូស្អីយើងហ្នឹងក៏ចង្អោលថាច្បាច់ត្រង់នេះហើយត្រង់នេះដើម្បីឲ្យគាត់មានអារម្មណ៍ថាគេងលក់ហើយគាត់អាចគាត់និយាយថានៅពេលដែលគាត់មិននៅគាត់អាចប្រើតេលេខាសិនដើម្បីឲ្យជួយធ្វើឲ្យវាបានវានឹងមានអារម្មណ៍ថាគេងលក់ស្រួលទូប្រយើងសួរថាតើនាងចេញមកពីណាទូស្អីថាចេញមកពីលោកគ្រូតើលោកគ្រូបាននាងជាណាមិនតើបាននិយាយសួរផងទូរស័ព្ទនាងហ្នឹងក៏រោហើយនាងក៏និយាយថាសួស្ដីមានការអីដល់ពេលអញ្ចឹងទៅគាត់ក៏ភ្ញាក់ផ្អើលណាប៉ែហើយខ្សែរឿងរបស់យើងក៏បានកាត់មកដល់នៅមុខគេធ្វើបាតកម្មដើម្បីឲ្យទូរស័ព្ទយើងចេញពីកន្លែងហ្នឹងណាទូរស័ព្ទយើងដល់ក៏និយាយថាពួកគេទាំងអស់ហ្នឹងបំពេញភាពឯកជនរបស់គាត់ហើយគ្មានការអៀនខ្មាស់អញ្ចឹងទៅនាងក៏និយាយថាឲ្យចាក់ចេញពី link system យកជាបន្តឈប់សាក់លបងនៅហួរដាទៀតអ្នកចូលទៅចិត្តគាត់ដល់របៀបណាពីថាទូរស័ព្ទយើងប្រើមធ្យោបាយអីខ្លះដែលត្រូវបានចូលទៅចិត្តទូប្រុសរបស់យើងទូប្រុសរបស់យើងគឺជាអ្នកនិពន្ធ20ដែលគាត់មានឈ្មោះថាហូដាដាហើយនាងក៏ជះទឹកដាក់ទូរស័ព្ទយើងនៅពេលដែលទូរស័ព្ទយើងប្រកែកមួយគាត់ហើយគាត់ប្រកែកឈ្នះក៏យកទឹកមកជះទូប្រុសយើងក៏យកអាវមកគ្របជាមួយហ្វេនពេលហ្នឹងហើយក៏កាត់បានជាឈុតឆាករ៉ូម៉ាន់ទិកមួយឈុតទៀតហើយហ្វេនពេលហ្នឹងដល់ពេលអញ្ចឹងទៅទូរស័ព្ទយើងឡើងទៅ switch ហើយនេះឃើញទូប្រុសមកជួយបែបនេះមកទៅបាត់ទៅចំណែកទូប្រុសរបស់យើងហ្នឹងក៏យកកសែងយកអីមកជូតខ្លួនឲ្យទូរស័ព្ទយើងនៅពេលដែលគេជះទឹកដាក់ណាទូរស័ព្ទយើងថាអីទេខ្ញុំអាចជូតខ្លួនឯងបានពេលហ្នឹងទូប្រុសយើងក៏សួរថាតើនាងជួយចិត្តខ្ញុំជួយឲ្យឬនៅទូរស័ព្ទគាត់មើលមកឲ្យគាត់ថាខ្ញុំបានមើលសភៅរបស់លោកយូរមកហើយអ្វីពាក្យដែលលោកសរសេរវាល្អមើលទៅវាកក់ក្ដៅវាបានជួយមនុស្សបានច្រើនខ្ញុំសង្ឃឹមថាលោកនឹងបន្តសរសេរវាបន្តទៀតវាអាចជួយបានវាជួយមនុស្សបានកាន់តែច្រើនអញ្ចឹងណាហើយទូប្រុសយើងហ្នឹងគាត់កំពុងតែឃើញដល់គាត់មើលសារហើយក៏ក្នុងចិត្តថាគាត់ទៅគឺជាកញ្ជ្រឹងតូចហើយពេលហ្នឹងណាទូស្រីរបស់យើងហ្នឹងកំពុងតែទៅចាក់តែផឹកដូចសពដងហើយក៏តែបានមិត្តភក្តិរួមការងារនិយាយថាគាត់មានអារម្មណ៍ចំពោះទូប្រុសរបស់យើងហើយខ្លាយទៅជាអ្នកប្រចាំការវូដាដាហ្នឹងដោយសារតែមានទំនាក់ទំនងល្អជាមួយនឹងគ្នាហើយពេលហ្នឹងលោកសាវនឹងគាត់មកសាវយីណាហើយនេះជាអ្នកនិពន្ធម្នាក់ទៀតហ្នឹងគាត់មកហើយពួកនឹងក៏មកគ្នាផ្អើលហើយក៏សាវយីមកពីនេះហើយអត់អីក៏គាត់ស្គាល់សាវយីអញ្ចឹងណាហើយពេលហ្នឹងសាវយីក៏ជួបជាមួយនឹងតួប្រុសហើយតួស្រីយើងថាពួកគេទាំងពីរមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងគ្នាទៅឯកសណ្ឋានក៏ដូចគ្នាហើយរូបរាងរបស់គេហ្នឹងក៏ខុសគ្នាអីតិចតួចណាហើយដល់ពេលអញ្ចឹងទៅនិយាយទៅមកប្រភេទតួប្រុសជាមួយនឹងសាវយីនឹងឯងលេខាគាត់សួរទូស្រីថានាងឃើញអត់តែពួកគាត់ទាំងពីរមានមុខមាត់ល្អរាងកាយក៏ល្អទៀតពេលហ្នឹងសាវយីក៏ទៅទូស្រីយើងក៏សួរថាតើលោកទៅហើយមែនអត់សាវយីហ្នឹងគាត់និយាយថាទៅហើយក៏សួរទូស្រីថាធ្វើការជាមួយហ៊ូយីចិនហ្នឹងតើវាមិនបាក់អត់តួប្រុសថាមើលទៅលោកដូចជាចាប់អារម្មណ៍នាងគាត់ថាម៉េចខ្ញុំធ្វើបែបគេមែនអត់តើលោកមានចិត្តល្អចំពោះអ្នកណាម្នាក់អត់ជាមួយការពីមុំហ្នឹងក៏លោកត្រូវបានដេញចេញអស់ហើយហ៊ូស៊ិនយីហ្នឹងគាត់និយាយថាឲ្យតួប្រុសណាថាជាមួយការមុនទៅបានគាត់ដេញចោលអស់អញ្ចឹងហើយគាត់នឹកឃើញថាប្រហែលជាមិនល្អជាមួយនឹងតួស្រីទេហើយពេលហ្នឹងគាត់ក៏ចាប់ស្មាតួស្រីហើយគាត់និយាយថាគាត់ចូលចិត្តតួស្រីយើងលិញតួប្រុសយើងក៏និយាយថាគាត់មិនមែនជាមនុស្សសំខាន់ឬពិសេសអីទេដល់ពេលអញ្ចឹងទៅសាច់រឿងរបស់យើងហ្នឹងត្រូវបានកាន់ទៅដល់បាត់នាំតួស្រីយើងហ្នឹងណាទៅខូកណាដូចជីនេះពេលហ្នឹងគាត់ហៅគេឲ្យយកនំមកឲ្យហ្វេនហើយក៏គាត់និយាយថារីករាយថ្ងៃខូកណាយូនីងហើយយូនីងហ្នឹងក៏ឆ្ងល់ទៅក៏សួរថាហេតុអីក៏ដឹងថាជាថ្ងៃនេះជាថ្ងៃខូកណារបស់ខ្ញុំហើយគាត់ហ្នឹងក៏សម័យថាគាត់ក្នុងចិត្តគាត់ហ្នឹងថាយូនីងមិនក៏មិនចង់ប្រហែលជាមិនចាំខ្ញុំទេហើយពេលហ្នឹងទូប្រុសយើងក៏មកហើយគាត់មើលទៅឃើញពីនឹងកំពុងតែខូកណាទូប្រុសយើងក៏និយាយថាវាជាថ្ងៃខូកណារបស់គាត់តែក្នុងចិត្តទេហើយលេខាសួរទៅចូលអត់ទូប្រុសយើងហៅអត់ចូលទេហើយពេលហ្នឹង
លេខខាងគាត់និយាយថាសៅយីគឺជាមនុស្សអាចចុះសម្រងជាមួយអ្នកណាក៏បានគាត់មានមិត្តស្រីច្រើនអាចថែខ្លួនឯងមើលថែមនុស្សជាច្រើនងាកទៅបាត់ទូប្រុសបាត់ទូប្រុសដល់ទៅបាត់ហើយពេលហ្នឹងណាគេឲ្យទួសាយើងបងប្រាថ្នាទួសាយើងប្រាថ្នាក្នុងចិត្តថាឆាប់មានហើយក៏ផ្លុំនំខេកទៅហើយពេលហ្នឹងណាគាត់កំពុងសួរថាថ្ងៃនេះទៅណែអត់គាត់តើបានសួរចាប់ផងទូរស័ព្ទទួសៃរោហើយពេលហ្នឹងមានណាទេមែនគឺទួប្រុសរបស់យើងហ្នឹងហើយខំទៅវិជាការងារទួសាយើងថាគាត់នៅមានការងារជាច្រើននៅលើតុត្រូវ1ម៉ោងទៀតត្រូវតែធ្វើឲ្យគាត់រួចឲ្យដាក់លើតុឲ្យគាត់ទៅហើយទួសាយើងក៏ប្រាប់ថាខ្ញុំសុំតថ្ងៃនេះខ្ញុំមានការត្រឡប់ទៅធ្វើការវិញហើយដោយសារការងារបន្តអញ្ចឹងណាពេលលោកជីហ្នឹងក៏និយាយថាឯងអ្នកនាងកុំប្រញាប់អីខ្ញុំដឹងថាស៊ីនជីហ្នឹងកំពុងតែជំរុញយើងឲ្យត្រឡប់ទៅវិញហើយខ្ញុំពិតជាមិនយល់ស្របនឹងគាត់ទេតែទួសាយើងណានិយាយយ៉ាងម៉េចក៏មិនជ្រះដែរទៅបាត់ដែរគាត់ក៏និយាយម្នាក់ឯងថាក្មេងស្រីតូចគួរឲ្យចាប់អារម្មណ៍ពីបែរថាហូយចឹងណាប្រកាសជាចាប់អារម្មណ៍ជាមួយយើងដែរហើយសាច់រឿងរបស់យើងណាដល់ទួស្រីយកឯកសារទៅឲ្យទួប្រុសយើងហ្នឹងគាត់ហៅហូដាដាពូមានតែលោកសំនៅទីនេះហូដាដាចៅវាយចិត្តខ្មៅគេគិតនឹងក្នុងចិត្តគេណាឲ្យខ្ញុំធ្វើការច្រើនណាខ្ញុំមិនមែនជា Superman ទេពេលហ្នឹងឃើញទួប្រុសបិទភ្នែកក៏លួយពេលហ្នឹងទួប្រុសបើកភ្នែកមកនាងចង់វាយខ្ញុំទួស្រីអូយចាប់ហើយចាំមិនទេខ្មាស់គេណាស្រាប់តែដើរចេញទៅទួប្រុសយើងទីក៏កោអាវខាងក្រោយជាប់ហើយក៏សួរថាយូនីងយើងពិតជាល្ងងមែនមិនតែប៉ុណ្្នឹងទេយើងចង់ហ៊ានមីខ្ញុំពេលហ្នឹងនិយាយមិនទាន់ចាប់ផងគម្រាមទួស្រីមិនទាន់អស់ទូរស័ព្ទទួស្រីរដល់ពេលហ្នឹងទួប្រុសក៏ចាប់ទូរស័ព្ទនឹងបិទចោលហើយគាត់ក៏និយាយថាខ្ញុំចង់ឲ្យនឹងអានសភៅអានឲ្យខ្ញុំស្ដាប់ដល់ពេលទួស្រីថាលោកអានខ្លួនឯងទេលោកអានបានតាខ្ញុំមើលមិនបានទេនេះអានទៅព្រះអើយគាត់ធ្វើពុតទៀតហើយនៅឃើញក្នុងចិត្តហ្នឹងណាដល់ពេលទួស្រីយើងក៏អង្គុយអានឲ្យទួប្រុសស្ដាប់មួយហើយមួយទៀតចឹងណាហ្វែនធ្វើឲ្យគាត់មួយកេញមែនតានស្ងាបបណ្ដាយឲ្យទួស្រីយើងរួចញញឹមហ្វែនពេលហ្នឹងទួស្រីយើងទ្រាំមិនបានយ៉ាងនៅលើស្មាតឲ្យទួប្រុសតែម្ដងហ្វែនហើយចំណែកទួប្រុសពេលហ្នឹងគឺថាមួយស្វីតមើលតំបន់គាត់ទៅដឹងហើយហ្វែនថារួចញញឹមហើយគាត់ក៏និយាយថាយូរហើយមិនឃើញគេជ្រុងតូចធ្វើចឹងទេគាត់និយាយរួមទៅទួប្រុសយើងស្រឡាញ់ទួស្រីហ្នឹងហ្វែនពេលនេះសាច់រឿងរបស់យើងក៏កាត់មកដល់ថ្ងៃថ្មីទៀតហើយហ្វែនទួស្រីយើងកំពុងធ្វើការចំណែកអាលោកយីហ្នឹងក៏មកទៀតហើយពេលហ្នឹងគាត់ក៏ Hello ជីតាមរបៀបគេហៅថាសុជីវធម៌ណាទូប្រុសថាការងាររបស់ឯងហ្នឹងរហូតពេល3ខែហើយលោកយីហ្នឹងក៏និយាយថាដោយការអ្នកមានជំនាន់ទី2ខំប្រឹងធ្វើការម្ល៉េះរៀនកាយវាសំខាន់ណាស់ទៅដល់មកសម្រាប់ការងារហើយគាត់ប្រមូលទួស្រីយើងចេញក្រៅអញ្ចឹងណាហើយពេលហ្នឹងទួស្រីយើងហ្នឹងគាត់អត់ថាអីដែរនៅពេលដែលគាត់ប្រមូលចេញក្រៅពួកវាដល់ម៉ោងសម្រាប់ណាហើយគាត់ថាគាត់ទៅយកឡានចាំហើយចំណែកទួស្រីយើងសុំទួប្រុសចេញទៅហើយទួប្រុសវិញក៏គាត់និយាយថានៅមាន5ក្បាលទៀតដែលគាត់បានអាននៅលើតុណាជួយអានគាត់ស្ដាប់ទៀតហើយទួស្រីថាចុះវាយវាដល់ម៉ោងសម្រាប់ហើយទូប្រុសយើងក៏និយាយថាខ្ញុំកំពុងសរសេរសៀវភៅថ្មីដូច្នេះខ្ញុំត្រូវការមើលវា24ម៉ោងក្នុងមួយថ្ងៃយើងមិនភ្លេចទេមែនទេថានេះគឺជាជំនួយការទូស្រីថាខ្ញុំជាជំនួយការមិនមែនជាមនុស្សយន្តទេខ្ញុំធ្វើការសម្រាប់ដែរពេលហ្នឹងទូប្រុសថានាងគាត់តែជាធ្នើសៀវភៅនៅលើធ្នើអញ្ចឹងណាហើយតានាងស្គាល់សៀវភៅនៅលើធ្នើអត់ហើយតានាងខ្វល់ខ្វាយក្នុងការបន្ថែមសៀវភៅដាក់នៅលើធ្នើអត់ហើយពេលហ្នឹងទួស្រីគាត់ឆ្ងល់ថាសៀវភៅនៅលើធ្នើនឹងជាស្អីគេពេលហ្នឹងទួប្រុសគាត់តាមមកប្រាប់បន្ទាប់មកនាងគាត់តែអានសៀវភៅនឹងយកចិត្តទុកដាក់ពេលទួស្រីមើលទៅគាត់ឃើញពាក្យដាក់ថាបានដោះខ្លួនឯងរបស់ស្ត្រីពេលហ្នឹងគាត់ក៏អត់ដឹងថាទួប្រុសចង់និយាយមិនដែរកំតែអាចមានយកថាទួប្រុសយើងចង់បង្ហាញទួស្រីថាយីលោកយីហ្នឹងគាត់មានសង្សារច្រើនអញ្ចឹងហើយអត់ចង់ឲ្យទួស្រីយើងទៅបំពេញបន្ថែមម្យ៉ាងទៀតក្នុងចិត្តរបស់ទួប្រុសយើងពេលហ្នឹងណាគឺគាត់ប្រចាំមួយទួស្រីហើយប្រូវិធីគ្រប់បែបយ៉ាងអត់ឲ្យលោកយីនៅក្បែរហើយគាត់ថាគាត់ឃ្លានគាត់ឲ្យទួស្រីយើងទៅញ៉ាំប៉ុន្តែដល់ពេលលេខាគាត់មកបបួលទៅញ៉ាំបែរជាថាកាត់លុយចុងឆ្នាំរបស់លេខារបស់យើងទៅវិញលេខាគាត់អត់យល់ទេពេលហ្នឹងទួប្រុសយើងទៅចេញទៅបាត់ព្រៃទៅរៀបចំអាហារទុកណាចំណាយទួស្រីយើងវិញនេះមកអង្គុយនៅសាឡុងហើយគិតក្នុងចិត្តថាហូយចិនកំពុងតែលេងសើចជាមួយនឹងខ្ញុំមែនអត់ដល់ពេលអញ្ចឹងទៅគាត់ក៏នឹកឃើញពេលដែលគាត់ញ៉ាំអាហារជាមួយនឹងលោកយីហើយទួប្រុសរបស់យើងក៏ខហៅឲ្យមកធ្វើការងារវិញហើយគាត់ក៏បិទភ្នែករបស់គាត់ហើយគាត់នឹកឃើញលោកយីហ្នឹងឲ្យនំខេកទៀតវិញពេលហ្នឹងគាត់ក៏និយាយថាមានតែគាត់លោកយីទេដែលល្អជាងគេអញ្ចឹងណានៅសរសើរលោកយីទៀតហើយគាត់ថា5ថ្ងៃគាត់គេងបានតែ20ម៉ោងប៉ុណ្ណឹងឯងហើយគាត់ចាប់ទូរស័ព្ទដើម្បីយកមកមើលសារណាហ្វែនហើយនៅក្នុងសារហ្នឹងប្រកបជាគ្មានអ្នកណាខែពីទូប្រុសទេមកទៅហើយនៅពេលហ្នឹងទូស្រីយើងក៏គិតថាបើសិនជាគាត់ពិតជាចូលចិត្តខ្ញុំមិនក៏ខ្ញុំមិនចាប់អារម្មណ៍សោះ
ពេលហ្នឹងតួស្អីរបស់យើងហ្នឹងណាក៏ឈប់គិតហើយក៏រៀបចំសភៅដែរនៅលើតុរបស់តួប្រុសអញ្ចឹងណាហើយក្នុងពេលហ្នឹងគាត់ក៏ឃើញ calendar របស់តួប្រុសយើងហ្នឹងគាត់មានការ note ចំណាំនៅក្នុង iPad របស់គាត់អញ្ចឹងណា fan គឺគាត់ចំណាំថ្ងៃកំណើតរបស់តួស្អីហើយតួស្អីយើងគាត់ចំណុចមែនតើហើយនៅពេលដែលគាត់បើកមើល time sheet ទៅស្រាប់តែឃើញចំណាត់ចំណាំអាហារដែលតួស្អីយើងគាត់ចូលចិត្តញ៉ាំអញ្ចឹងណាហើយតួស្អីយើងថាខ្ញុំមិនដែលបានប្រាប់គាត់ទេថាខ្ញុំចូលចិត្តញ៉ាំអីចុះហេតុអីក៏គាត់ដឹងពេលនេះគាត់នឹកឃើញដល់សារក្នុង message ទៀតហើយខ្ញុំមានអារម្មណ៍ថារំភើបគាត់បានដែរ fan ហើយលេខារបស់តួប្រុសយើងគាត់និយាយថាពីដើមគាត់អត់តួប្រុសយើងអត់ដែរចូលចិត្តញ៉ាំរបស់ផ្អែមទេហើយអីក៏កំងរបស់ផ្អែមមកអញ្ចឹងហើយពេលហ្នឹងតួប្រុសយើងក៏មើល message ណាដឹងថាតួស្អីយើងប្រកបជាចិត្តមកដល់ហើយពេលហ្នឹងក៏លួចញញឹមអញ្ចឹងណាហើយពេលហ្នឹងតួស្អីយើងក៏មកលេខាយើងក៏ហៅលេខាដូចគ្នាមកអង្គុយជុំគ្នាជាមួយតួប្រុសយើងពេលតួស្អីយើងមកដល់ពុបអត់មានគិតអីច្រើនទេ fan គឺចាប់ដល់10កែវទឹកដោះគោរបស់តួប្រុសយើងនឹងឯងញ៉ាំហើយពេលហ្នឹងលេខារបស់យើងគាត់គាត់ឃើញញ៉ាំទឹកដោះគោរបស់តួប្រុសអញ្ចឹងណា fan ហើយពេលហ្នឹងតួស្អីយើងលេបកាក់ទៅហើយចង់កាក់ក៏កាក់មិនទាន់ដែរថានឹងជារបស់ច្បាយទេតួស្អីយើងថាអូយចប់ហើយគាត់មានជំងឺខ្លាចធលីខ្លាចវាកខ្វក់អញ្ចឹងណា fan គាត់ក៏សុំទោសហើយពេលហ្នឹងតួប្រុសរបស់យើងចាប់កែវពីដៃរបស់តួស្អីយើងលើកផាក់ក្អាំងតែម្ដង fan ធ្វើឲ្យតួស្អីយើងហើយជាមួយនឹងលេខាហ្នឹងគឺនឹកស្មានទៅដល់ទេ fan ម្នាក់គឺថានិយាយអត់ចេញហ្មងណាហើយលេខារបស់យើងហ្នឹងក៏ដើរចេញទៅហើយពេលហ្នឹងតួស្អីយើងក៏ចាប់ទាញអាវតួប្រុសរ៉ូម៉ាន់ទិកហ្មង fan ហើយតួប្រុសយើងគេធ្វើជាមិនងាកទេហើយសួរថាហួរដាតើលោកនៅតែខឹងខ្ញុំអីហើយតែក៏នៅតែខឹងហើយធ្វើមិនបានបាត់ខឹងទៅតួប្រុសយើងហ្នឹងគេងាកមុខមកហើយទាញកៅអីរបស់តួស្អីយើងឲ្យគៀកមកគាត់អញ្ចឹងណា fan ហើយគាត់ក៏និយាយថានេះជាទីតាំងចម្ងាយរបស់លេខាយើងចាប់ពីពេលហ្នឹងតទៅចាំទុកអញ្ចឹងហើយសាច់រឿងរបស់យើងចាប់តួប្រុសហ្នឹងគឺគាត់ចេញពីក្នុងកន្លែងផឹកហើយតួស្អីយើងគាត់ចែកសួរថាមិនបានជាលោកទៅជាអញ្ចឹងមកកៅហើយមកតែមកកៅទៀតធ្វើអីស្បឹងអូតនូទៅលេងរួចហើយតួប្រុសពេលហ្នឹងសួរតួស្អីទៅចង់ខ្សែអត់តួស្អីយើងក៏សងំមកគេសងខ្សែអីតាមពិតគេសុំថែបផ្សារហ្នឹងណា fan ហើយក្នុងពេលហ្នឹងតួស្អីយើងក៏អត់បានបដិសេធអីជាមួយនឹងតួប្រុសដែរគឺឲ្យតួប្រុសរបស់យើងគាត់ថែបតាមដំណើរអញ្ចឹងណាហើយពេលហ្នឹងតួប្រុសក៏និយាយថាគាត់អត់បានស្វឹងទេគាត់នឹងថែបតួស្អីយើងអញ្ចឹងណាហើយពេលហ្នឹងគាត់ក៏ថែបតួស្អីយើងសាជាថ្មីហើយពេលហ្នឹងឆាយរ៉ូម៉ាន់ទិកយើងក៏ចាប់ផ្ដើមតាមតែម្ដង fan ហើយថ្ងៃនេះadmin ឈឺកំពុងកបន្តិចបើសិនជាសម្រាប់មានការមានងល់អីក៏សូមអធិស្ឋានឲ្យ admin ផងដោយសារជំងឺមើលវាមិនឃើញណា fan ខ្ញុំព្យាយាមញ៉ាំទឹកឲ្យច្រើនហើយក៏នៅតែមិនស្រួលបំពង់កទៀតអូខេអញ្ចឹងយើងបន្តភាគរបស់យើងណា fan បន្តមកទៀតហ្នឹងណាក៏មានអ្នកលួចថតតួស្អីជាមួយតួប្រុសយើងហើយធ្វើឲ្យលីងនេះឃើញពេលហ្នឹងណា fan លីងហ្នឹងមានកំណត់អាក្រក់បាត់តែហើយនៅពេលដែលឃើញគាត់ក៏និយាយថាគាត់អាចគេចេញពី union ធ្វើមិននឹងបានទៅព្រោះអីតួប្រុសមិនមានអារម្មណ៍ស្រឡាញ់គាត់ទេទោះបីជាគាត់ព្យាយាមយកចិត្តទុកដាក់ជាមួយនឹងតួប្រុសយើងគ្រប់មធ្យោបាយយ៉ាងម៉េចក៏តួប្រុសយើងហាក់ដូចជាមិនខ្វល់អញ្ចឹងគាត់ទៅតែប្រាប់គ្រប់គ្នាឲ្យដឹងថាគាត់គឺជាគូដណ្ដឹងរបស់ហូដាយើងហ្នឹងណាហើយពេលហ្នឹងតួស្អីយើងមានក្តីសុខ fan ព្រឹកឡើងចឹងគេបានញ៉ាំទឹកតែគេមកកែវយើងមានក្តីសុខអញ្ចឹងណា fan ហើយពេលហ្នឹងតួប្រុសរបស់យើងក៏មកហើយឆាករ៉ូម៉ាន់ទិករបស់ពួកគាត់ហ្នឹងក៏ចាប់ផ្ដើមពេលហ្នឹងហើយក៏ចិត្តបញ្ចប់នៅក្នុងពេលបន្តិចទៀតហ្នឹងដែរ fan ពេលហ្នឹងឆាតក៏បានលោតចូលនៅក្នុងទូរស័ព្ទរបស់តួស្អីហើយឃើញថាមានពាក្យប្រចាំរាមថាតួប្រុសយើងហ្នឹងមានគូតដឹងពេលហ្នឹងតួប្រុសក៏បានមានសារចូលនឹងគាត់ដូចគ្នាហើយក៏ឃើញព័ត៌មានតែមួយជាមួយនឹងតួស្អីយើងអញ្ចឹងណាពេលដែលតួស្អីយើងឃើញព័ត៌មានហើយអ្នកគ្រប់គ្នានៅក្នុង office ហ្នឹងក៏ឃើញដែរហើយក៏ចាប់ផ្ដើមចែកនិយាយពីរឿងតួប្រុសយើងថាមានគូតដឹងអញ្ចឹងណាចំណែកតួស្អីយើងពេលហ្នឹងគឺគាត់លក្ខណៈថាបាក់ទឹកចិត្តបាត់ហើយព្រោះមុនហ្នឹងខំលួចស្រឡាញ់តួប្រុសពេលហ្នឹងតួស្អីយើងគិតថាគាត់មានគូតដឹងហើយក៏ខ្ញុំឈួតចង់នៅជាមួយគាត់តែពេលហ្នឹងតួប្រុសគាត់និយាយថាតើកំពុងតែធ្វើអីមិនមែនជាការពិតទេដល់ពេលអញ្ចឹងតួស្អីយើងអត់និយាយតួប្រុសគាត់និយាយថាតើអត់ចង់និយាយអីទេអីតួស្អីថាខ្ញុំមានអារម្មណ៍មិនស្រួលខ្លួនទេខ្ញុំចង់សម្រាកហើយពេលហ្នឹងតួស្អីយើងបាយខ្នងចេញទៅពេលហ្នឹងទប់អារម្មណ៍អត់បានទេហើយតួស្អីយើងក៏ស្នក់ម៉ាត់តែម្ដង fan ហើយគាត់ក៏ព្យាយាមប្រាប់ខ្លួនឯងថាមិនអាចយំទេកុំយំប៉ុន្តែគាត់យ៉ាងម៉េចក៏គាត់វាមិនបានដែរដោយសារតែពេលហ្នឹងអារម្មណ៍គាត់ជ្រាលជ្រៅមួយតួប្រុសខ្លះទៅហើយហ្នឹងណា fan បើគាត់ហ្នឹងដើរសក់ទឹកភ្នែកម៉ាត់តែម្ដងពេលហ្នឹងតួប្រុសយើងក៏មានអារម្មណ៍អត់ស្រួលដែរក៏វាលក្ខណៈថា
Sao đây hayគាត់ក៏ដឹងថាប្រភពបួនមានចេញពីអ្នកដែរតិចទៀតគាត់នឹងទៅចាត់ការហ្វេនប៉ណ្ណឹងណាទូរស័ព្ទរបស់តួប្រុសរបស់យើងក៏រហើយនិយាយថាបងប្រុសយូឆាន់ពីការរៀបចំព្រឹត្តិការណ៍ក្នុងជីវិតមិនអត់វាហាក់ដូចជាឥឡូវគាត់អាចតាមញ៉ាយទូរស័ព្ទដែលគ្មានការបារម្ភណាពេលហ្នឹងកូនចៅរបស់គាត់និយាយថាចាំបាយទូរស័ព្ទនៅក្នុងបន្ទប់ទូរយោស្ទើរតែផ្ទុះទៅហើយអ្នកនិពន្ធសួរបានឲ្យខ្ញុំមកសួរថាតើមានន័យថាម៉េចហើយពេលហ្នឹងដោយគាត់ក៏សួរថាឲ្យទៅចាត់ការអត់ទូប្រុសថាបាច់ទេខ្ញុំដឹងថាជាណាហើយពេលហ្នឹងទូប្រុសយើងក៏ទៅដល់លីងហើយសួរលីងថាយើងធ្វើបាត់នឹងធ្វើអីមុនដំបូងហ្នឹងលីងណាយើងអត់ទទួលស្គាល់កំហុសរបស់ខ្លួនឯងទេយើងថាអត់ដឹងអញ្ចឹងណាតែដល់ពេលទូប្រុសនិយាយថាកុំឲ្យគិតថាគាត់មិនដឹងព្រោះបើសិនជាគេរកនឹងរកឃើញតែពេលអញ្ចឹងទៅនាងក៏ស្នាភាពមកពីលោកក៏មិនតាមរកខ្ញុំនិយាយថាមានផ្កានរុក្ខជាតិជាច្រើននៅខាងក្រៅចាំបើលោកមានស្រីវិញនោះហើយក៏ទៅឲ្យទូប្រុសយីពីក្រោយហើយក៏និយាយថាបើសិនជាលោកមិនត្រូវការខ្ញុំនឹងចាក់ចេញពីជីវិតរបស់លោកឲ្យទៅលោកនិយាយមួយម៉ាត់ទូប្រុសបេះដៃចេញហើយនិយាយថាបើសិនជានាងចង់ធ្វើបែបហ្នឹងនាងចាក់ចេញចោលគាត់មិនហាមទេគាត់ស្អប់មនុស្សដែរកុហកណាបែរហើយពេលហ្នឹងទូប្រុសយើងក៏បាត់ចេញទៅចំណែកយើងក៏និយាយថាហេតុអីក៏ខ្ញុំមិនអាចខ្លាចទៅជាម្នាក់មនុស្សម្នាក់នឹងបានណាយូរនេះនាងបាត់ផ្លូវរបស់ខ្ញុំមិនអត់ទោសឲ្យនាងទេនិយាយស្រាយទេណាដល់ពេលចឹងវគ្គនេះយើងក៏កាត់ដល់លោកយីគាត់មិននិយាយជាមួយទូប្រុសយើងថាប៉ុន្តែដែលលីងជាអ្នកផុសពោះមានទាំងអស់ហ្នឹងគាត់ថាក្នុងនាមគាត់ជាអ្នកវិនិយោគម្នាក់គាត់សំដងពោអីទូប្រុសយើងអត់ធ្មត់ទូប្រុសយើងថាខ្ញុំត្រូវតែធ្វើសន្និសិទកសែតចឹងណាប៉ុន្តែលោកយីក៏ប្រាប់ថាមិនអាចធ្វើបានទេទូប្រុសថាហាត់បីក៏ខ្ញុំទៅទ្រាំដែលគេយកព័ត៌មានចឹងមកធ្វើគាត់ថាឲ្យធ្វើយ៉ាងម៉េចបើលោកនាំលីងហ្នឹងទៅនៅផ្ទះវាចាស់រស់នៅក្នុងផ្ទះរបស់គាត់ពិតមែនអញ្ចឹងណាហើយត្រូវបង្ហាញថាមិនឲ្យគេជឿបើសូម្បីតែគាត់ក៏មិនជឿខ្លួនឯងដែរអញ្ចឹងណាហើយឲ្យអ្នកដទៃជឿធ្វើមិនទៅព្រោះទូប្រុសជាអ្នកនិពន្ធសបោតតែគ្រប់ត្រូលអញ្ចឹងណាហ្វេនហើយពេលហ្នឹងទូប្រុសយើងក៏និយាយថាខ្ញុំនឹងយកគាត់ចេញពីជីវិតរបស់ខ្ញុំទៅបានហើយពេលហ្នឹងលោកយើងក៏សម័យដល់ពេលណាគាត់ស្គាល់ទូស័យតបគាត់ជាអ្នកលក់សភៅហើយយកឲ្យគេទិញគេទិញទេហើយទូស័យរបស់យើងហ្នឹងក៏និយាយហៅគាត់មកទិញសភៅហើយពេលហ្នឹងទូស័យរបស់យើងក៏ទិញសភៅរបស់គាត់ក្នុងពេលហ្នឹងឯងដែលលោកយីហ្នឹងគាត់ស្គាល់ទូស័យរបស់យើងពេលហ្នឹងគាត់ក៏និយាយថាត្រូវហើយខ្ញុំចូលចិត្តយូនីប៉ុន្តែគាត់រៀបចំតាមលំដាប់លំដោយខ្ញុំនិយាយទៅតាមសាច់រឿងទៅធ្វើពេលហ្នឹងគាត់អត់ចង់ឲ្យទូប្រុសយើងឡាយទៅទូប្រុសយើងថាមកពីលោកយីហ្នឹងស្រឡាញ់ទូស័យយើងបានហាមគាត់មិនឲ្យធ្វើការសន្និសីទកសែតចឹងណាប៉ុន្តែសាច់រឿងយើងក៏កាត់មកដល់ពាក្យថ្មីទៀតហើយហ្វេនគឺទូប្រុសរបស់យើងកំពុងតែអង្គុយអានសភៅទូស័យយើងយកតែមឲ្យធ្វើមុខកំមើដូចថាខឹងមួយទូប្រុសអញ្ចឹងណាតែទូប្រុសយើងក៏មិនចង់បដ ாய் ដែរចេះទាញទូស័យយើងមកក្បែរហើយគាត់ក៏និយាយថាហាត់អីគោមិននិយាយអីសោះអញ្ចឹងថ្ងៃនេះទៅទូស័យក៏នឹកឃើញថាទូប្រុសយើងគាត់មានគូតដងហើយអញ្ចឹងណាហើយគាត់កំពុងធ្វើអីគាត់មិនធ្វើគាត់មិនតាមទៅគូតដងគេអញ្ចឹងណាទូប្រុសយើងពេលហ្នឹងគាត់នៅតែទាញទូស័យយើងចូលហើយគាត់ចង់និយាយថាគាត់ចង់បានចម្លើយទូស័យយើងថាខ្ញុំអស់កម្លាំងខ្ញុំចង់សម្រាកពី3ថ្ងៃដល់ពេលអញ្ចឹងទូប្រុសក៏មើលមុខហើយនិយាយថាមើលភ្នែកខ្ញុំមកសម្លឹងភ្នែកគាត់ណាហើយនិយាយម្ដងទៀតពេលហ្នឹងទូស័យយើងក៏សម្លឹងភ្នែករបស់ទូប្រុសហើយគាត់និយាយថាខ្ញុំគាត់តែអស់កម្លាំងហើយពេលហ្នឹងក៏មើលមុខគ្នាទូប្រុសគាត់និយាយថានាងចូលចិត្តខ្ញុំណាទូស័យថាអត់ទេទូស័យថាលេងខ្ញុំទៅខ្ញុំចូលចិត្តបរិះដែលមានគូតដងហើយទេតែដល់ពេលអញ្ចឹងទៅទូប្រុសគាត់និយាយថាចូលសិនជាខ្ញុំមានគូតដងទូប្រុសថាខ្ញុំគ្មានថ្ងៃរៀបការទេបើខ្ញុំធ្វើអញ្ចឹងតើនាងចូលចិត្តខ្ញុំអត់ទូស័យថាវាមិនអាចទេវាគ្មានទេនៅលើលោកនេះវាគ្មានចម្លើយច្បាស់លាស់អញ្ចឹងណាបន្ទាប់មកទៀតគាត់ក៏ដើរចេញទៅហើយពេលហ្នឹងទូប្រុសយើងក៏មានអារម្មណ៍ថាសែនខ្លាំងមែនតើព្រោះគាត់អត់ទាន់ដោះស្រាយបញ្ហាបានអញ្ចឹងណាប៉ែនហើយពេលហ្នឹងសាច់រឿងរបស់យើងក៏បានកាត់ដល់ខាងមុខហើយទូប្រុសយើងដើរចេញខាងក្រៅត្រូវបានហ្វេនរបស់ទូប្រុសយើងនឹងឯងគាត់មកឌីមដែនទៀតហើយប៉ែនតែទូស័យយើងថាបន្ទាប់ពីហួរដាគាត់មានគូតដឹងទៅនាងនៅតែចង់នៅក្បែរគាត់វាមិនចេះខ្មាស់គេទេមានអត់នាងជាអ្នកដើរតាមគាត់ហ៊ានលវងគាត់ទូស័យយើងក៏ថាបើសិនជានៅតែបែបហ្នឹងទៀតគាត់នឹងខលទៅប៉ូលីសអញហ៊ានខលទៅប៉ូលីសផងហើយក៏ច្រើនទូស័យយើងរួលទៅអញពិតជាមិនចេះខ្មាស់គេមែនខ្មាស់គេប៉ុណ្ណាហើយទៅហ្នឹងទូប្រុសយើងក៏ចេញមកណាឃើញគេធ្វើបាបទូស័យយើងក៏លើកទូស័យយើងហើយក៏សួរគាត់ថាតើមិនអីទេមែនអត់ដល់អញ្ចឹងទៅគាត់ក៏និយាយថាគ្រប់គ្នារួចរាល់ហើយឬនៅដល់ពេលអញ្ចឹងទៅពួកនេះគាត់ថាព្រះអើយនាងជាមនុស្សមានល្បិចយ៉ាងនេះគាត់នៅតែស្នេហ៍នេះគាត់ត្រូវស្នេហ៍ទូស័យតិចដឹងគាត់និយាយចឹងណាហើយទូប្រុសក៏និយាយថាខ្ញុំប្រាប់នេះថាលីងដេញហ្នឹងគឺជាសមាជិកជាផ្លូវការរបស់គាត់នៅទាំង4 studio វិញធ្វើបាបគាត់ដូចជាធ្វើបាបខ្ញុំអញ្ចឹងហើយស្អីអស់នេះក៏និយាយថាភ្ញាក់ឡើងទៅយូលីងមិនមែនជាមនុស្សល្អនោះទេទូប្រុសយើងថា
យើងមិនបានមកតាមញញៃខ្ញុំទេទៅវិញខ្ញុំទេដែលជាអ្នកចូលចិត្តគាត់ហើយពេលហ្នឹងទូប្រយើងក៏បាន3ទូរស័ព្ទយើងឡើងហើយក៏ដែលចាក់ចេញទៅចំណែកទូរស័ព្ទរបស់យើងពេលហ្នឹងណាហ្វេនគឺគាត់និយាយអត់ចេញទេដោយសារពេលហ្នឹងទូប្រុសរបស់យើងការពារគាត់ពេកយកហ្វេនហើយអ្នកណាបាក់បើសិនជាគេការពារយើងបានម្លឹងហើយពេលហ្នឹងសាច់គ្រឿងរបស់យើងក៏កាត់មកដល់ទូប្រុសរបស់យើង3ទូរស័ព្ទយើងចូលទៅដល់ខាងក្នុងហើយហ្វេនពេលហ្នឹងឆាត់ឆាក់រស់មិនតិចទូរស័ព្ទហ៊ានទុនចិត្តបន្តិចហើយមុនហ្នឹងខឹងគេអត់ចង់និយាយគេអញ្ចឹងណាតែដល់ពេលដែលទូរស័ព្ទប្រុសយើងការពារគាត់បែបហ្នឹងគាត់ក៏មានអារម្មណ៍ទុនចិត្តហើយគាត់ឲ្យដាក់ក៏ប្រាប់ទូប្រុសយើងថាដាក់គាត់ចោះទៅចិត្តមួយក៏គិតដល់រឿងគេនិយាយប៉ុន្តែចិត្តមួយក៏គិតដល់ទូប្រុសដែលគាត់និយាយមុននឹងថាបើសិនជាផ្សព្វផ្សាយពាក្យចាំរានទាំងអស់ហ្នឹងគាត់នឹងធ្វើឲ្យពួកគេទាំងអស់ហ្នឹងទទួលខុសត្រូវដល់ពាក្យសម្ដីរបស់គាត់ពេលហ្នឹងទូស័យយើងគិតចេញទេបានធ្វើតែស្រឡាញ់មុខទូប្រុសហើយពេលហ្នឹងទូប្រុសយើងក៏ទម្លាក់ចុះក្តឹងហើយក៏មើលមុខរបស់ទូស័យយើងក៏និយាយថាឥឡូវហ្នឹងគាត់ចង់នៅម្នាក់ឯងចឹងណាហ្វេនហើយក៏គាត់ដើរចេញទៅហើយពេលហ្នឹងភ្លេចឲ្យបានដល់ដៃទូប្រុសក៏បានដើរបកយោហើយពេលហ្នឹងគាត់ក៏ទៅសងំគេដកដង្ហើមធំចឹងណាហ្វេនហើយពេលហ្នឹងលេខារបស់ទូប្រុសយើងក៏មកគាត់និយាយថាច្បាយមើលទៅមានការថប់អារម្មណ៍នឹងឆាប់ខឹងជាធម្មតាទូស័យយើងថាគាត់មិនសប្បាយចិត្តទេខ្ញុំក៏កាន់ជាខ្លាំងជាងគាត់ទៅទៀតហើយពេលហ្នឹងទូប្រុសគាត់ក៏និយាយថាគាត់បានសម្រេចអស់រយៈពេល2ថ្ងៃមកហើយមិននៅតែមកកបែបនេះប្រកាសជាស្លាប់ហើយពេលហ្នឹងក៏លើសម្ដែងទូប្រុសនិយាយថារាល់ថ្ងៃនេះឯងចង់ខ្ញុំស្លាប់មែនអត់អូច្បាយខ្ញុំភ្លេចថាខ្ញុំទៅកន្លែងបោះពុំខ្ញុំទៅហើយក៏ប្រាប់ទូស័យថាឲ្យជួយផងសុំបងទៅហើយដល់ពេលចឹងទូស័យក៏និយាយថាបំភ្លេចវាចោលទៅជួយជីវិតមនុស្សក្នុងតែដើម្បីការងារទៅហើយពេលហ្នឹងទូស័យយើងក៏បានទៅកន្លែងទូប្រុសទៀតដែរហ្វេនពេលហ្នឹងអត់ចោលទូប្រុសយើងកើតទេនៅទៅរកទូប្រុសដើម្បីជួយឲ្យទូប្រុសយើងបានគេងលក់ស្រួលអញ្ចឹងណាហើយក៏ទូប្រុសថាបើសិនជាគាត់នៅតែបខំខ្លួនឯងមកគេអញ្ចឹងគាត់កាន់តែឈឺកាន់តែខ្លាំងទូប្រុសក៏ទាញគាត់ឡើងមកអង្គុយពីលើអញ្ចឹងណាហើយពេលហ្នឹងទូប្រុសយើងណាក៏បិទភ្នែកហើយក៏លក់នឹងលើទូស័យនឹងឯងទៅទូស័យនិយាយអីក៏គ្មានដឹងដែរពេលហ្នឹងណាទូស័យយើងក៏និយាយថាក្រែងលោកពិបាកគេញ៉ាំមែនអត់ថាអីក៏គេលក់បាត់ទៅហើយពេលហ្នឹងណាទូស័យយើងក៏ដាក់ទូប្រុសយើងតិចណាដោយសារតែពិបាកគេហើយក៏គាត់នឹកឃើញដល់ខ្សែកនៅថ្ងៃដំបូងដែលជាប់គាត់ជួបមួយនឹងទូប្រុសហ្នឹងពេលហ្នឹងខ្សែកហ្នឹងឯងដែលគាត់របៀបថាធ្វើឲ្យទូប្រុសយើងគាត់គេណាហ្វេនពេលហ្នឹងទូប្រុសយើងគាត់អត់មានចាំអីទេគាត់ទូស័យយើងរាប់តែ3 2 1តាមបានមួយផងក៏គេលក់បាត់អញ្ចឹងណាហើយពេលហ្នឹងលេខារបស់ទូប្រុសយើងមកទូស័យយើងគាត់បញ្ញាប់ទៅក៏ជ្រុះមកដល់ខ្សែកហ្នឹងនៅលើអត់ហ្នឹងទៅហើយទូស័យយើងក៏គិតថាគាត់ពិតជាទុកខ្សែករបស់គាត់រហូតមែនពេលហ្នឹងទូស័យរបស់យើងយកខ្សែកហ្នឹងទៅហើយពេលហ្នឹងជាមួយគេរបស់ទូប្រុសយើងក៏បានមកហើយក៏និយាយថាគាត់ពិតជាគេលក់ទូស័យថាគេលក់ហើយប្រហែលជាអស់កម្លាំងខ្លាំងពេកទៅលេខាថានេះពិតជាអស់ចាខ្លាំងមែនតើទូស័យយើងថាសុំផ្ញើសម្បត្តិមួយនឹងទុកឲ្យគាត់ផងថ្ងៃស្អែកខ្ញុំអត់បានមកធ្វើការទេហើយលេខាក៏សួរថាហេតុអីច្បាយធ្វើការនេះទៅទូស័យថាគាត់ត្រូវការពេទ្យជាងពេលហ្នឹងទូស័យយើងដាច់អាឡ័យពីទូប្រុសយើងហើយពេលហ្នឹងគាត់ស្រឡាញ់មើលទូប្រុសរបស់យើងកំពុងតែគេនៅលើសាឡុងហ្នឹងណាហើយគាត់ក៏សម័យឃើញគ្រាដែលគាត់ស្លៀកជាមួយគ្នាកន្លងមកអញ្ចឹងណាប៉ុន្តែអ្វីដែលគាត់ដាច់ចិត្តហ្នឹងដោយសារទទួលប្រុសយើងគាត់មានอะไรគេហៅថាគឺទៅដឹងហើយអញ្ចឹងគាត់អត់ចង់បំបាច់បាក់ស្នេហារឿងគាត់ហើយគេអញ្ចឹងគាត់ក៏ដើរចាក់ចេញទៅតែម្ដងហ្វេនពេលហ្នឹងក៏ទុកទូប្រុសយើងឲ្យគេងតែម្នាក់ឯងពេលវេលាក៏កន្លងផុតទៅរហូតដល់ពេលព្រឹកហើយពេលព្រឹកឡើងទូប្រុសរបស់យើងហ្នឹងគាត់ក៏ភ្ញាក់ពីគេងហើយគាត់ក៏មើលមកគាត់អូយគាត់គេងមានរយៈពេលយូរហើយថ្ងៃហ្នឹងគាត់អត់ដែរទេពេលហ្នឹងទូប្រុសយើងក៏នឹកឃើញពេលដែលគាត់ទាញទូរស័ព្ទយើងទៅអោបហើយគាត់ក៏គេងលក់នៅលើទូរស័ព្ទហើយក្នុងកំឡុងពេលហ្នឹងដែរគាត់ក៏បានស្ទាបមួយហប់ប៉ៅរបស់គាត់រកខ្សែកណាហ្វេនក៏រកដល់ពេលគាត់ស្ទាបទៅឃើញថាបានគាត់ថាយូនេះយកខ្សែកទៅខ្សែកក្លិនក៏វាស្តៀងគឺជាគាត់មែនអត់នៅឃើញទូរស័ព្ទជាស្អីនៅការវិយប់ហ្នឹងអត់បែរជាគាត់ហើយពេលហ្នឹងផ្សេងរឿងយើងក៏កាត់ដល់ទូរស័ព្ទយើងកំពុងតែអង្គុយផឹកស្រាសែតដែរហើយពេលហ្នឹងក៏មានបរិសម្នាក់ចូលមកទាញដៃទូរស័ព្ទយើងទៅជាមួយគាត់ហើយពេលហ្នឹងទូប្រុសយើងមកដល់ក៏អាចចង់ស្លាប់ហើយមែនអត់ផាច់មកជើងដួលខ្ពកពេលហ្នឹងក៏រត់ត្រីទៅហើយទូប្រុសរបស់យើងហ្នឹងណាក៏មករត់ទូរស័ព្ទហើយយើងនិយាយថានាំនាងទៅផ្ទះវិញពេលហ្នឹងទូរស័ព្ទយើងក៏អត់ព្រមទេនៅតែជឿថាទេកវីក្បាលដល់នឹងឯងហើយនាងក៏បន្តផឹកទៀតអញ្ចឹងណាហ្វេនហើយបន្តពីនឹងមកពេលហ្នឹងទូប្រុសរបស់យើងក៏ហៅឈ្មោះរបស់ទូរស័ព្ទយើងយូនី
ទោះស្អីក៏របៀបសបងតិចចាក៏ទៅហៅឈ្មោះទូប្រុសយើងហួរយូឆិនហើយយើងឲ្យទូប្រុសរបស់យើងហើយក៏និយាយថាលោកខូខៅណាដល់ពេលអញ្ចឹងទូប្រុសក៏អូខេខូខៅក៏ដល់ក៏សាយរបស់គាត់ហ្នឹងរំកោយទូស្អីហើយគាត់និយាយថាខ្ញុំខុសហើយវាជាកំហុសរបស់ខ្ញុំតែជាមួយខ្ញុំបានហើយនៅដល់ពេលអញ្ចឹងទៅទូស្អីក៏គាត់និយាយថាជប់នោះហើយលោកហើយនឹងខ្ញុំណាមិនទាន់បាននិយាយឲ្យវាចប់អស់លក្ខខណ្ឌទេហ្វានយប់នោះក៏ទូប្រុសគាត់សួរអញ្ចឹងណាហើយទូស្អីយើងក៏នឹកឃើញថាយប់នឹងឯងតែអត់មិនក៏គាត់អត់និយាយគាត់នៅតែកវិក្បាលលោកគឺជាមនុស្សហើយអ្វីក៏ទុកខ្ញុំចោលគាត់និយាយណាហើយទូប្រុសពេលហ្នឹងគាត់កាន់តែគាត់ថាគាត់ពិតជាគាត់ហើយគាត់ទទួលស្អីយើងហ្នឹងហើយគ្មានណាទេហើយក្នុងពេលហ្នឹងព្រើក៏ធ្លាក់មកទួស្អីយើងក៏បានងើយទៅមើលព្រើហើយគាត់សប្បាយចិត្តមែនតើឃើញព្រើធ្លាក់មកអញ្ចឹងណាគាត់មានក្តីសុខអញ្ចឹងណាហ្វេនហើយគាត់ក៏ងើបមកលេងអីព្រើហ្នឹងហើយបវលឡើងបវលចោះស្រាប់តែតាក់ជើងរបស់គាត់ហ្នឹងណាហ្វេនហើយធ្វើឲ្យគាត់ដួលទៅលើទូប្រុសដ៏សង្ហារបស់យើងហ្នឹងហើយពេលហ្នឹងទូប្រុសយើងទៅកងគាត់ជាប់តែម្ដងហ្វេនហើយបន្ទាប់ពីទៅកងជាប់ហើយឈុតឆាកស្នេហារ៉ូម៉ាន់ទិកក៏វាចាប់ផ្ដើមចូលមកដែរហ្វេនទូប្រុសរបស់យើងក៏ចាប់ផ្ដើមសម្រឹងបុកទួស្អីយើងហើយក៏ចាប់ទួស្អីយើងថើបបន្តិចណាហ្វេនត្រង់នេះស្វីតបន្តិចហើយពេលហ្នឹងណាមិនមានបានស្វីតយូរទេហ្វេនដោយសារតែស្នេហាតែមានឧបសគ្គអញ្ចឹងណាហ្វេនទៅដល់គាត់ស្វីតបានត្រឹមតែមួយផ្លែតប៉ុណ្្នឹងឯងចំណែកព្រិលយើងធ្លាក់មកយ៉ាងក្រាស់ក្រែលតែម្ដងស្អាតមែនទែនហ្វេនបន្ទាប់ពីទូប្រុសទូស្អីយើងស្វីតបានមួយសន្ទុះទៅលោកជីរបស់យើងហ្នឹងក៏បានរត់មកហើយចាប់ទូស្អីយើងទុកហើយក៏និយាយថាសូមយកចិត្តទុកដាក់លើណាអាគេឈ្មោះរបស់គាត់នឹងផងព្រោះទីនេះគឺជាកន្លែងសាធារណៈកាន់តែនៅចិត្តទូស្អីវានាំបញ្ហាជាច្រើននៅលើបណ្ដាញសង្គមអ៊ីនធឺណិតណាហើយគាត់ថានិយាយថាកុំបារម្ភពីនេះអីគាត់នឹងយកមានប្រទះវិញចឹងណាហើយទូប្រុសហ្នឹងក៏ពមៀនទៅកាន់លោកយីថាខ្ញុំពមៀនលោកមានខុសពីស្រីដែលនៅក្បែរឯងពីមុនមកកុំនិយាយញ៉ាំជាមួយនឹងគាត់ដល់ពេលអញ្ចឹងគាត់ថាខ្ញុំចូលចិត្តនាងបានតែលោកអាចចូលចិត្តនាងបានមែនអត់ហើយក៏យកទូស្អីយើងចេញទៅហើយពេលហ្នឹងទូប្រុសរបស់យើងកំពុងតែឈរសែតដែរហើយគាត់ហ្នឹងក៏ត្រឡប់មកផ្ទះរបស់គាត់វិញដើម្បីពេលហ្នឹងទៅជួបជាមួយលីងណាលីងគឺគាត់តែឃើញគេយូរឆានដល់ទូប្រុសថាខ្ញុំមាននឹងចង់សួរនាងខ្លះហើយដល់ពេលហ្នឹងយើងក៏និយាយថាហេតុអីក៏លោកហ្នឹងផឹកច្រើនម្ល៉េះជាដំបូងអីគេងសិនទៅទូប្រុសថាយប់ហ្នឹងខ្ញុំពិតជាមានរឿងជាមួយនាងទៅហើយខ្ញុំចង់ដឹងថាថងក៏អ៊ំហ្នឹងគេធ្វើពិសេសខ្លះអីយើងក៏จะរកអីជ័យដើម្បីត្រឡប់ទូប្រុសណាទៅទូប្រុសហ្នឹងគាត់ក៏និយាយថាប្រាប់មកថានៅក្នុងហ្នឹងវាមានស្អីខ្លះដល់ពេលចឹងទៅយើងនិយាយថាលោកកំពុងសង្ស័យខ្ញុំមែនអត់ដល់ពេលចឹងទៅយើងឆាប់ប្រាប់ខ្ញុំមកចំណែកយើងហ្នឹងមានល្បិចច្រើនណាស់បែបដូចជាអមង្គមចាលដែរគឺតែឃើញពេលដែលទូស្អីហ្នឹងរៀបរាប់ប្រាប់ឲ្យចងចាំមកសុទ្ធហ្នឹងហើយក្រោយយើងអាចធ្វើខ្លួនឯងបានចឹងយើងក៏រៀបរាប់ថានៅក្នុងហ្នឹងមានចូលជោគបានមាន lavender មានអីជាច្រើនទៀតជួយឲ្យលោកគេងលក់បានស្រួលខ្ញុំឃើញថាលោកមិនបានសម្រេចគ្រប់គ្រាន់ទេនេះជាមូលហេតុដែលខ្ញុំខំប្រឹងធ្វើវាពេលហ្នឹងទូប្រុសក៏គិតនឹងចិត្តថាអីក៏យើងដឹងហើយជានេះហ่ะចង់និយាយថាប្រហែលជានាងគាត់នឹងចិត្តតែប៉ុណ្ណឹងថ្ងៃហ្នឹងគាត់ដឹងរឿងគ្រប់យ៉ាងសារតួស្រីផឹកស្រាយជាមួយគាត់កាលពីភាគដំបូងហ្វេនហើយពេលហ្នឹងយើងក៏និយាយទៀតហើយថាកាលក្នុងយប់ហ្នឹងលោកបានបដូរឈុត2ឈុតតែលោកចូលចិត្តទេដល់ពេលអញ្ចឹងទូប្រុសហើយគឺគិតខ្ញុំហត់ហើយនាងក៏ទៅសម្រាប់ដែរទៅគាត់ងើបចេញពីអដែងលីងណាណៃលីងក៏និយាយណាវាជាសំណាងល្អរបស់ខ្ញុំហើយដែលខ្ញុំបានត្រៀមខ្លួនរួចរាល់ហួយឆិនអ្នកជារបស់ខ្ញុំមិនអាចយកទៅយូនីងនោះទេស្រាប់តែយើងគិតថាថ្ងៃនេះចម្លែកមកវិញហើយសួរសំណួរខ្ញុំជាច្រើនហើយសំណាងល្អហើយដែលខ្ញុំបានត្រៀមរួចរាល់ជាវាងយុទ្ធយន្តសម្បត្តិយូរខ្ញុំនឹងត្រូវធ្វើអ្វីមួយហើយពេលហ្នឹងហ្នឹងទោះតែយើងបានទៅទីពេទ្យហើយក៏ដឹងថាខ្លួនគាត់មានផ្ទៃពោះហើយក៏គាត់ក៏គិតថាពីព្រោះតែការពីយប់នោះហើយគ្រប់យ៉ាងវាបានកាត់ឡើងចំពោះគាត់ហ្នឹងគឺវាលឿនពេកហើយក្នុងពេលហ្នឹងគាត់ក៏ដើរគិតពីការមានផ្ទៃពោះរបស់គាត់បន្តទៀតអញ្ចឹងទូរស័ព្ទរបស់គាត់នឹងក៏រោឡើងពេលហ្នឹងទូរស័ព្ទក៏រកគាត់ក៏សួស្ដីណាហើយយូនីងយូចិនណាមានបទការចុះហត្ថលេខាលើសិភៅនៅថ្ងៃស្អែកគាត់ក៏បានប្រាប់ទៅវិញថាគាត់បានលាឈប់ហើយខ្ញុំបានដាក់ពាក្យលាឈប់ហើយប៉ុន្តែពាក្យហ្នឹងមិនទាន់បានអនុម័តនៅឡើយទេហើយតើនាងពិតជាចង់ឈប់មែនណាតែនិយាយតជាមួយយូចិនហើយពេលហ្នឹង
ទោះស្អីយើងក៏បានដើរមកដល់មក office តែម្ដងហើយពេលហ្នឹងក៏ឃើញទូប្រយើងហ្នឹងកំពុងតែនិយាយគ្នាជាមួយគ្នារបស់គាត់នៅខាងក្នុងណាហើយគាត់ក៏ដើរមកគិតថាតែខ្ញុំគួរតែប្រាប់គាត់អំពីការមានផ្ទៃពោះរបស់ខ្ញុំគាត់ក្នុងចិត្តពេលហ្នឹងទូប្របានអូដៃគាត់ចូលទៅខាងក្នុងហើយក៏ចាប់ផ្ដើមលុបចូលនៅក្នុងខោប៉ែកអែរបស់គាត់យកกระดาษលាលេងឈប់ពីតំណែងរបស់តួស្រីយើងហើយតែឲ្យគាត់វិញហើយប្រាប់ថាគាត់មិនសញ្ញេទទួលអនុម័តឲ្យតួស្រីយើងឈប់ពីការងារនោះទេតួប្រយើងសូមឲ្យតួស្រីទុកពេលគាត់ខ្លះគាត់នឹងដោះស្រាយពេលហ្នឹងណាលោកយីហ្នឹងក៏គាត់មកហើយតួស្រីយើងថាតើគ្រូមកដែរគាត់ថាគាត់មកតែដល់ពេលហ្នឹងទៅណាលោកយីក៏បានប្រាប់ថាខ្ញុំមកទីនេះជាប្រចាំមួយឆ្នាំគាត់មកម្ដងដោយសារទីនេះគឺជាអាហារដ្ឋានកំពូលលំដាប់លេខ1ណាហើយពេលហ្នឹងគាត់ក៏បាននិយាយថាបើសិនជាមិនបានធ្វើអីទេអាចទៅក៏ដល់ខ្ញុំបានទៅជាមួយគាត់ចឹងណាហើយដល់ពេលចឹងទៅគាត់ក៏បានបន្តនិយាយថាតួស្រីយើងហ្នឹងគួរឲ្យស្រឡាញ់មានជាប្រិយភាពតែធ្វើឲ្យតួប្រុសរបស់យើងពេលហ្នឹងគឺគាត់មានកម្មពេញចិត្តយ៉ាងខ្លាំងហើយតួស្រីយើងក៏មិនបានមានបំណងអីចង់ទៅជាមួយនឹងលោកសាវយីនេះទេពេលហ្នឹងទោះតែយើងក៏និយាយថាគាត់មានការងារត្រូវធ្វើហើយទូប្រាប់របស់យើងណាក៏កាក់លោកសាវយីនេះជាប់ពេលហ្នឹងលោកសាវយីនេះកំពុងមានបំណងញ៉ាយតួស្រីយើងហើយទូប្រាប់យើងមានក៏គាត់ទៅខាត់ប៉ុន្តែសាវយីហ្នឹងក៏និយាយថាឥឡូវហ្នឹងលោកគ្មានសិទ្ធិមកខាត់គាត់ទេដោយសារគាត់មានគូតែដឹងហើយมันមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបន្តជាមួយយូចិត្តជាមួយនឹងយូនីងណាហើយបើសិនជាលោកសាវយីហ្នឹងគាត់អាចមានអ្វីៗច្រើនជាងដោយសារគាត់អត់មានជាប៉ុនមួយណាដូចយើងទូប្រាប់យើងទេហើយពេលហ្នឹងទូប្រាប់របស់យើងក៏បានគិតដល់សម្ដីរបស់នាងលីងនេះនិយាយជាមួយនឹងគាត់នៅតែថាទូប្រាប់យើងនៅមិនទុកចិត្តគាត់ណានៅតែសង្ស័យនៅរឿងដែលគាត់ប្រាប់ពេលហ្នឹងស្រីរបស់យើងក៏កាត់ដល់ថ្ងៃថ្មីឯហ្វេនហើយគឺតួស្រីយើងគឺគាត់អង្គុយស្រឡឹងមើលក្មេងស្រីតូចម្នាក់កំពុងតែអង្គុយលើកៅអីណាហើយភ្លាមហ្នឹងគាត់ក៏រអិលដួលអញ្ចឹងណាហើយតែតួស្រីយើងហ្នឹងក៏ទៅតកងក្មេងស្រីចូលមកធ្វើឲ្យដៃរបស់តួស្រីយើងហ្នឹងទៅបោកនឹងការ៉ូអញ្ចឹងណាត្រូវគាត់ឈឺដៃចំណែកឯក្មេងហ្នឹងលើកមកតួស្រីយើងក៏សួរថាមិនអីទេមែនអត់ហើយពេលហ្នឹងក្មេងហ្នឹងក៏ថាអត់អីទេពេលហ្នឹងម្ដាយរបស់ក្មេងតូចក៏ឃើញក៏មកនិយាយថាអរគុណបងស្រីទៅហើយគាត់ក៏អរគុណចំណែកតួប្រុសវិញហ្នឹងក៏បានដើរចូលមកមើលដៃតួស្រីហើយសួរថាតើនាងអីមែនអត់ហើយតួស្រីក៏ថាអត់អីទេហើយមានឱកាសតួស្រីក៏សួរថានាងពិតជាស្អាតមែនតើតែលោកស្រឡាញ់ក្មេងឬក៏អត់ទៅប្រថាមិនចូលចិត្តទេក៏ចូលចិត្តភាពស្ងប់ស្ងាត់ទៅតួស្រីក៏គាត់នឹងចិត្តថាបើមិនចង់ប្រហែលជាគាត់មិនទទួលយកកូនខ្ញុំទេមកទៅហើយសាច់រឿងរបស់យើងក៏ឆ្លេះទៅដល់តួប្រុសជូនតួស្រីយើងទៅដល់បន្ទប់ហើយពេលហ្នឹងហើយពេលហ្នឹងតួប្រុសយើងក៏សួរថាតាមអីទេមែនអត់តួស្រីថាលាបតែថ្នាំបន្តិចទៅវាលេងអីហើយសម្រាប់ឲ្យបានឆាប់ដល់ពេលអញ្ចឹងទៅតួស្រីយើងក៏ចូលទៅក្នុងបន្ទប់អញ្ចឹងណាហ្វេនហើយតួស្រីក៏នៅខាងក្រៅសំទោសតួប្រុសនៅខាងក្រៅតួស្រីក៏ចូលទៅខាងក្នុងដែរហើយពេលហ្នឹងតួប្រុសក៏បានចាក់ចេញទៅក្រៅហើយចំណែកតួស្រីវិញមកអង្គុយសញ្ជឹងឆាតជាមួយលោកសាវស៊ីហើយពេលហ្នឹងតួស្រីយើងគិតថាដែលគេដឹងថាខ្ញុំនៅទីនឹងមើលរបៀបណាហើយដល់ពេលអញ្ចឹងទៅខ្ញុំកាន់តែចង់ដឹងពីគាត់ហើយតួស្រីយើងនិយាយណាដល់ពេលអញ្ចឹងទៅសាច់របស់យើងក៏កាត់ដល់លីងហ្នឹងណាពេលដែលតួស្រីយើងចេញទៅខាងក្រៅបន្ទប់បែបពេលហ្នឹងលីងក៏ចូលមកដល់ពេលដែលលីងចូលទៅដល់នៅក្នុងបន្ទប់តួស្រីយើងណាពេលហ្នឹងយើងក៏បានដើររមើលតួស្រីយើងតនេះទៅនោះរតួស្រីយើងទៅរត់ឃើញព្រោះពេលហ្នឹងតួស្រីយើងក៏ចេញទៅខាងក្រៅបាត់ចឹងណាហ្វែនហើយពេលហ្នឹងណាលីងនេះក្បាលខូចហ្វែនឃើញកាបូបរបស់តួស្រីយើងទៅຕົកនៅលើតុហ្នឹងហ្វែនហើយគាត់ក៏ឃើញកាបូបហើយគាត់ក៏ចាប់បើកកាបូបរបស់តួស្រីយើងមើលហើយនៅក្នុងពេលហ្នឹងដែរគាត់ក៏ឃើញกระดาษមួយសន្លឹករបស់តួស្រីយើងនឹងឯងគាត់ក៏បើកមើលហើយដឹងថាតួស្រីរបស់យើងហ្នឹងណាមានផ្ទៃពោះចំនួន35ថ្ងៃហើយវាមានន័យថាយប់នោះជាមួយនឹងហ៊ូយីឈិនចោះបើគាត់ប្រឈមមុខជាមួយនឹងហ៊ូយីឈិនដោយសារតែកូននោះអត្តសញ្ញាណរបស់គាត់ដែលខំលាក់បាំងនោះប្រកាសជាបែកធ្លាយមិនខានទេហើយគាត់មិនផ្ដល់ឱកាសឲ្យតួស្រីយើងធ្វើបាននោះទេនៅពេលហ្នឹងសាច់រឿងរបស់យើងក៏បានកាត់ដល់តួប្រុសយើងចូលទៅក្នុងផ្ទះហើយទៅលីងទៅជាយូឈិនលោកមកហើយមែនអត់ហើយក៏ហុចកៅស្រាឲ្យតួប្រុសយើងផឹកមួយកែវថាគាត់ឲ្យផឹកមួយកែវហ្នឹងទៅជាកែវចុងក្រោយដែលមានតំណែងតំណងគ្នាហើយចំណែកឲ្យតួប្រុសរបស់យើងហ្នឹងគាត់ក៏នឹកឃើញថាយើងប្រហែលជាមិនជាស្រីយប់ហ្នឹងទេហើយគាត់ថាផឹកមួយកែវហ្នឹងទៅវាដាច់គ្នាអញ្ចឹងណាដើម្បីនិយាយគ្នាឲ្យវាដឹងរឿងតែគាត់មិនដឹងថានៅក្នុងកែវស្រាហ្នឹងមានថ្នាំទេហ្វែនដោយសារយើងនេះគាត់ឆក់ឱកាសឲ្យកខ្លាចជាបាយអញ្ចឹងហើយពេលហ្នឹង
គាត់ក៏ចង់និយាយថាបើសិនជាស្រីយកនឹងជាខ្ញុំណាលោកចង់យ៉ាងម៉េចហើយពេលហ្នឹងតួប្រុសហ្នឹងសើបាត់ហើយ fan គឺត្រូវថ្នាំយូនីងនេះបាត់ទៅហាលីងមកគេហ្នឹងណាចាត្រូវថ្នាំហើយពេលហ្នឹងលីងហ្នឹងណាក្បាលខូចយកទៅដាក់តួប្រុសយើងទៅលើក្រេដាក់ឲ្យតួប្រុសរបស់យើងហើយអូយទាំងអាសិចផេករបស់គេអាមុខមាត់គេអញ្ចឹងណា fan ហើយពេលហ្នឹងណាគាត់ក៏យកទូរស័ព្ទហ្នឹងមកដើម្បីថតរូបជាមួយនឹងតួប្រុសយើងនៅលើក្រេហ្នឹងឯងហើយគោលបំណងល្អទេ fan ពេលហ្នឹងនាងគិតថាចាំមើលតែតួប្រុសយើងណារត់ចេញពីដៃគាត់ដោយរបៀបណាគាត់មិនអាចប្រកែកជាមួយនឹងខ្ញុំបានទេចាំមើលទៅហើយសាច់រឿងរបស់យើងក៏គ្រៀងមកដល់តួសាច់យើងតែគាត់កំពុងតែមើលសាររបស់តួប្រុសយើងហើយផ្ញើសារទៅតួប្រុសយើងណាហើយដែលជានាមជាសាវស៊ីហើយពេលហ្នឹងក៏មានគេយកឯកសារមកឲ្យគាត់សញ្ញេទទួលហើយពេលហ្នឹងគាត់ក៏ឆាតទៅសាវស៊ីហើយពេលហ្នឹងហើយតែអត់ដឹងថាសាវស៊ីក៏តួប្រុសរបស់យើងទេចំណែកនាងនេះវិញណាគឺបានដាស់តួប្រុសយើងឲ្យភ្ញាក់អញ្ចឹងហើយតួប្រុសយើងពេលហ្នឹងក៏មកមើលណា fan ហើយក៏និយាយថាយើងដាក់ថ្នាំក្នុងស្មាខ្ញុំក៏ដឹងថាលោកពិបាកគេអញ្ចឹងហើយដូច្នេះហើយខ្ញុំក៏ឲ្យលោកលេបវា2គ្រាប់ទៅហើយតួប្រុសរបស់យើងពេលហ្នឹងក៏នឹកឃើញដែរថាក្នុងកែស្រាហ្នឹងប្រកាសណាស់ជាមានអញ្ចឹងគាត់ក៏បានមកមើលដេញឲ្យលីងហ្នឹងចេញទៅឆ្ងាយពីគាត់កុំឲ្យនៅក្បែរគាត់ព្រោះពេលហ្នឹងអត្តពលថ្នាំហ្នឹងវាធ្វើឲ្យគាត់ងើបអត់តាន់រួចទេគាត់បានធ្វើមកមើលដេញឲ្យនាងចេញហើយពេលហ្នឹងណាតួប្រុសរបស់យើងហ្នឹងក៏គាត់ទាញអាវរបស់គាត់យកមកពាក់ហើយគាត់ក៏ដេញឲ្យនាងលីងហ្នឹងប្រមូលកៅរបស់គាត់ហើយចេញពីបន្ទប់របស់តួប្រុសយើងនឹងឯងហើយក្នុងពេលហ្នឹងណាតួប្រុសរបស់យើងក៏មកមើលចុះពីលើក្រែហ្នឹងចេញទៅ fan ហើយថ្លែងពីតួស្រីយើងវិញក៏ទទួលបានសារណាត់ជួបនៅកន្លែងអាហារដ្ឋានមួយអញ្ចឹងតួស្រីយើងក៏ចេញទៅតែអត់ដឹងថាគឺជាផែនការរបស់លីងនៅទេ fan ពេលហ្នឹងតួស្រីគាត់ឆ្ងល់ណាស់ក៏សួរថាលីងហេតុអីក៏មកទីនេះហើយលីងហ្នឹងក៏សម័យដល់អានត្រង់ដែលគាត់ចូលទូរស័ព្ទតួប្រុសមកមើល message ហ្នឹងហើយគាត់ឃើញហើយគាត់ដាក់ឆ្នាំឲ្យតួប្រុសហ្នឹងណាបានជាគាត់ដឹងថាតួស្រីយើងឆានជាមួយនឹងលីងសាវស៊ីហ្នឹងគឺជាតួប្រុសរបស់យើងហើយគាត់មានទំនាក់ទំនងគ្នាតាមពីយូរមកហើយអញ្ចឹងណាហើយគាត់ក៏អង្គុយចោះដល់ពេលអញ្ចឹងទៅនាងក៏និយាយថាតែស្គាល់សាវស៊ីមែនទៅលីងហ្នឹងនិយាយថាពីព្រោះសាវស៊ីគឺហួយយីឈិនថាម៉េចឯងមិនក៏ដឹងរឿងនេះដល់ពេលអញ្ចឹងតួស្រីសាហាវក៏អីក៏ដឹងរឿងអញ្ចឹងណាហើយក៏និយាយថាពីព្រោះខ្ញុំដឹងគ្រប់យ៉ាងរបស់យូហ៊ីឈិនទោះស្អីថាមានន័យថាម៉េចគឺថាជួបគ្នាតាំងពីពេលណាអញ្ចឹងណានាងថាបានមួយរយៈហើយក៏យករូបថតដែលថតជាមួយនឹងតួប្រុសអង្កលនាងដាក់ថ្នាំអីតួប្រុសយើងហ្នឹងណាទៅបង្ហាញតួស្រីយើងមើលពេលហ្នឹងណាតួស្រីយើងក៏និយាយថានាងគឺជាបុគ្គលសាធារណៈថ្ងៃមុនដែលផ្ទុះរឿងលំដាប់អ៊ីនធឺណិតហ្នឹងមែននាងក៏និយាយថាត្រូវហើយតួស្រីពេលហ្នឹងថាហេតុអីក៏មិនប្រាប់គាត់នាងថាដោយសារតែយូឈិនហ្នឹងណាគាត់គឺជាបុគ្គលសាធារណៈអញ្ចឹងហើយគាត់សុំឲ្យនាងលាក់បាំងមិនឲ្យប្រាប់ការពិតថារវាងគាត់និងនាងមានទំនាក់ទំនងស្នេហាអីជាមួយគ្នាអញ្ចឹងណាដែលនាងក៏ហក់ឡើងមុខក្រាស់ហ្មងហ្វេនហើយនាងក៏បន្តនិយាយថាសង្ឃឹមថាឯងនឹងយូឈិនណាគាត់តែជាមិត្តរួមការងារប៉ុណ្ណោះកុំឲ្យបំផ្លាញស្នេហាធ្វើជាអ្នកជនទី3បំផ្លាញស្នេហារបស់អ្នកដទៃហើយនាងក៏ចេញទៅវិញបាត់ដល់ពេលអញ្ចឹងតួស្រីយើងកំពុងអង្គុយសែតថាមិនចាំបាច់សុំទោសទេខ្ញុំគ្រាន់តែមានមនោសញ្ចេតនាជាមួយនឹងគាត់បន្តិចបន្តួចតែប៉ុណ្ណោះឯងហើយពេលហ្នឹងតួស្រីយើងកំពុងតែសែតខ្លាំងមែនអារម្មណ៍អ្នកមានផ្ទៃពោះគិតច្រើនគាត់ដើរចេញមកខាងក្រៅក៏សន្លប់ទៅតែម្ដងហ្វេនដល់ដីជើកគ្មានអ្នកណាជួយសោះអត់មានទេវបុត្រជីសេះសអត់មានអ្នកទេហ្វេនពេលហ្នឹងហើយសាច់រឿងរបស់យើងហ្នឹងណាក៏កាត់ដល់លោកសាវយីនេះត្រូវបានតួប្រុសបើកដាល់ផាំងហ្មងហើយគាត់ក៏និយាយត្រង់ហ្នឹងណាគឺទៅដើមយូនីងយើងជាមួយនឹងលោកសាវយីនេះឯងតែតួប្រុសយើងគាត់អត់និយាយថាមើងម៉ាត់ផឹងផាំងអត់ដាច់ប៉ាត់តែម្ដងគាត់នៅតែទុកអដែងលីងនៅក្បែរអញ្ចឹងដែលធ្វើជាមូលហេតុដល់លោកយីនេះគាត់និយាយថាលីងទោះជាប្រាប់ថាលីងដាក់ថ្នាំក្នុងវាញហើយព្យាយាមចងជើងគាត់ដើម្បីក៏លោកយីនេះគាត់អត់អូខេជាមួយដោយសារអីដោយសារធ្វើអីអត់ដាច់ស្រេចអញ្ចឹងគាត់ក៏ថាគាត់អត់មានជាប់ចំណងទេចំណែកឯតួប្រុសយើងជាប់ចំណងអញ្ចឹងហើយកុំតាក់ទងជាមួយតួស្រីយើងទៀតអីហើយតួប្រុសនៅតែនិយាយថាខ្ញុំមិនបោះបង់ចោលនាងទេពេលហ្នឹងណាចតាយន្តក៏បានបើកហើយលេខារបស់គាត់ក៏មកប្រាប់ថាតួស្រីរបស់យើងហ្នឹងបានចូលពីពេទ្យហើយមិនដឹងមូលហេតុអីទេហើយពេលហ្នឹងណាតួប្រុសរបស់យើងនិងលោកជីហ្នឹងក៏បានរត់ឡើងបញ្ញាដើម្បីទៅទីពេទ្យនឹងឯងចំណែកតួស្រីវិញប្លុកលេខតួប្រុសចោលអស់ហើយហ្វេនពេលហ្នឹងទៅពេលហ្នឹងតួប្រុសយើងចូលទៅសួរថាគាត់មកអីទេមានអត់ឈឺត្រង់ណាអីអត់សួរត្រង់ណា
ហើយដល់ពេលចឹងលោកគ្រូពេទ្យហ្នឹងនិយាយថាលទ្ធផលចេញមកហើយគាត់មានផ្ទៃពោះស្ត្រីមានផ្ទៃពោះក៏យកចិត្តទុកដាក់ណាគឺដំបូងណាកុំឲ្យរំជួលចិត្តពេកជៀសវាងការដួលសន្លប់ម្ដងទៀតដល់ពេលទូស្អីក៏អរគុណអ្នកគ្រូពេទ្យទូប្រុសក៏សួរថាណ៎ណាថ្ងៃណាគឺជាប៉ារបស់ក្មេងសៅយីមែនអត់ទូស្អីក៏ថាសៅយីគាត់ជាមនុស្សល្អគ្មានអ្វីខុសជាមួយនឹងគាត់ទេចុះខ្ញុំលោកក៏គ្រាន់តែជាចវាយនេះមិនជាមនុស្សដែលខ្ញុំពេញចិត្តនោះទេហើយខ្ញុំមកទីហ្នឹងដើម្បីតែធ្វើការហើយមិនមានត្រូវការអីផ្សេងពីហ្នឹងណានេះនិយាយដើម្បីធ្វើយ៉ាងណាឲ្យតួប្រុសយើងហ្នឹងណាស្អប់គាត់ហើយអត់ចង់ពាក់ព័ន្ធជាមួយនឹងតួប្រុសយើងជាមួយនឹងលីងបំផ្លាញគេអញ្ចឹងណាសុខចិត្តនិយាយធ្វើមកឡើងមាំជាមួយនឹងតួប្រុសដេញតួប្រុសចេញតែម្ដងហ្វានពេលហ្នឹងហើយក៏បានប្រាប់តួប្រុសថាយើងថាអ្វីគ្រប់យ៉ាងហ្នឹងគឺខ្លាញ់ខ្លាយតួប្រុសថាចាស់ជាមួយនឹងសៅស៊ីស្គាល់គ្នា7ឆ្នាំមកហើយមិនអាចទៅរួចហាក់ក៏ហាក់នោះទេដល់ពេលចឹងទៅតួស្អីតែគ្មានអ្វីទៅរួចនោះទេសៅស៊ីនឹងក៏ជ្រងតូចចាលោកមិនដឹងច្បាស់ថាវាជាអ្នកណានោះទេហើយក៏នៅតែលាក់បាំងតួប្រុសនិយាយណាថាវាទាំងអស់ហ្នឹងវាគ្មានអ្វីជាការពិតនោះទេខ្ញុំមិនដឹងថាម៉េចនិយាយរួមទៅតួស្អីយើងគឺបដិសេធទាំងស្រុងមិនចង់ទទួលស្គាល់មិនចង់ដឹងមិនចង់ឮចង់ដេញតួប្រុសយើងចេញពីជីវិតយើងតែម្ដងហើយតួប្រុសរបស់យើងណាពេលហ្នឹងណាឡើងគេថាកូនប្រុសមិនស្រក់ឈាមមិនស្រក់ទឹកភ្នែកសុខចិត្តស្រក់ឈាមប៉ុន្តែតួប្រុសក្នុងរឿងនេះគឺស្រក់ទឹកភ្នែកម៉ាត់តែម្ដងហ្វែនអាណាតួប្រុសហើយមើលមុខហើយពេលហ្នឹងណាតួស្អីយើងមានតែបខំចិត្តយកលោកជីនេះនៅធ្វើជាសង្សារខ្លាញ់របស់គាត់ដើម្បីឲ្យតួប្រុសរបស់យើងចេញពីគាត់ចឹងណាហើយតួប្រុសយើងក៏សួរថាមានន័យថាម៉េចយើងជាមួយនឹងគាត់នឹងតាំងពីកាលគាត់ចង់ដឹងថាផ្ដើមពីពេលណាហើយពេលហ្នឹងគាត់ស្រក់ទឹកភ្នែកប៉ិតតែម្ដងហើយទោះស្អីថាតាមលោកយីហ្នឹងក៏ហៅថាតាំងពីដំបូងដែលគាត់ចូលមកធ្វើការម៉ែគាត់ធ្វើគូកណាធូអីឲ្យទោះស្អីចឹងណាគឺចាប់ផ្ដើមស្រឡាញ់គ្នាតាំងពីហ្នឹងមកពេលហ្នឹងតួប្រុសគាត់ថាគឺឈឺចាប់មែនតើអត់មានអីទេមានតែជូនពរឲ្យគេមានទាំងពីរអ្នកមានសុភមង្គលណាហ្វែនហើយក៏ដើរចេញទៅហើយពេលហ្នឹងអត់មានតួប្រុសយើងខ្លាំងមែនតើតួស្អីយើងចិត្តដាច់មែនតើពេលគេទៅបាត់ទៅលាដៃចេញពីអដីលោកយីហ្នឹងឡើងលឿនហើយចំណែកលោកយីហ្នឹងគាត់ថាគាត់សន្យាធ្វើជាមិត្តប្រុសហើយចង់ធ្វើជាមិត្តប្រុសទឹកប្រកាសរបស់តួស្អីហើយទទួលខុសត្រូវកូនក្នុងផ្ទៃរបស់តួស្អីពួកឯងគាត់ស្រឡាញ់តួស្អីអញ្ចឹងណាប៉ុន្តែតួស្អីយើងក៏មិនអូខេជាមួយនឹងលោកយីដែរគាត់មិនយល់ព្រមទេពេលហ្នឹងក៏ណាតួស្អីដែរហ្វែនគាត់ទៅយល់អារម្មណ៍របស់គាត់តួស្អីយើងគឺជាមនុស្សដែលស្រឡាញ់មិត្តភក្តិខ្លាំងហើយក៏មិនគិតថាគេនឹងរបៀបថាធ្វើបាបគាត់ពីក្រោយខ្នងអញ្ចឹងណាប៉ែនរបៀបថាកុហកពុតផោអញ្ចឹងចំណែកតួប្រុសយើងនឹងកាន់តែ very sad គឺអង្គុយស្រឡឹងកន្លែងតួស្អីយើងធ្វើការនឹងឯងប៉ែនហើយក៏រងចាំតួស្អីមកធ្វើការហើយឆាតទៅមិនបើគេប្លុកលេខចោលអស់ហើយហ្នឹងចង់ឆាតទៅសុំទោសគេអញ្ចឹងណាហើយនិយាយរួមទៅតួប្រុសយើងគឺមិនដាច់អាឡ័យទេតែមិនបានគាត់នៅតែលុបសារចោលតែមកទៀតណាលេខាយើងក៏កោះទ្វារចូលមកជាមួយនឹងអ្នកគ្រប់គ្រងធនធាននឹងឯងគាត់ចូលមកប្រាប់ថាតួស្អីយើងវាឈប់ហើយពេលហ្នឹងតួប្រុសយើងក៏សួរថាមិននីតិវិធីទាំងនោះមិនក៏មិនឆ្លងកាត់គាត់ហើយពេលហ្នឹងលេខាក៏គាត់និយាយថាគាត់បានលាឈប់ហើយព្រោះពីពេលដែលនាងចូលទៅធ្វើការដំបូងខ្ញុំដឹងថាវាមិនអាចយូរប្រហែលទេដោយសារពេលហ្នឹងខ្ញុំអត់បានចង់កាន់តំណែងមួយនឹងទេព្រោះថាខ្ញុំជាអ្នកបង្ខំឲ្យនាងធ្វើដោយតម្លៃប្រាក់ខែរបស់នាងគុណនឹង3អញ្ចឹងណាដើម្បីឲ្យនាងធ្វើជាជំនួយការរបស់លោកហើយពេលហ្នឹងនាងក៏យល់ព្រមព្រោះតែលុយដែលខ្ញុំបានតម្លើងឲ្យអញ្ចឹងណាព្រោះពេលហ្នឹងគឺគាត់បង្ខំហើយពេលហ្នឹងតួប្រុសយើងក៏នឹកឃើញដល់ថ្ងៃដែលគាត់បានទៅលេងតួស្អីយើងនៅទីពេទ្យដែលតួស្អីយើងនិយាយថាគាត់ចូលទៅក្នុងក្រុមហ៊ុនរបស់តួប្រុសហ្នឹងណាបំណងគឺដើម្បីតែផលប្រយោជន៍ប៉ុណ្្នឹងឯងមិនមានបានទៅស្រឡាញ់អីតួប្រុសយើងនោះទេពេលហ្នឹងតួប្រុសយើងគឺឈឺមកតាំងទៀតហើយហ្វែនហើយក្នុងពេលហ្នឹងដែរក្តីឈឺចាប់នឹងទុកវេទនារបស់គាត់ដែលគេមិនលក់ស្រាប់អីស្រាប់ចឹងផងទៅធ្វើឲ្យគាត់កាន់តែរបៀបថាលេងចង់កើតជាមនុស្សហ្វែនពេលហ្នឹងណាហើយព្យាយាមខលទៅរកតួស្អីតែទូរស័ព្ទរបស់តួស្អីយើងត្រូវបានប្លុកលេខតួប្រុសរបស់យើងចោលហើយគឺខលអត់ចូលទេហ្វែនពេលហ្នឹងហើយក្នុងពេលហ្នឹងណាជំនួយការរបស់តួប្រុសក៏បានប្រាប់ថាយើងបានប្លុកលេខពួកយើងចោលអស់ហើយមិនសល់អ្នកណានោះទេពេលហ្នឹងតួប្រុសយើងក៏បញ្ជាឲ្យកូនចៅទៅរកតួស្អីគ្រប់ទីកន្លែងដែលនាងធ្លាប់ទៅចឹងណាប៉ុន្តែរកមិនក៏អត់ឃើញដែរពេលហ្នឹងណាតួប្រុសយើងគឺបាក់ទឹកចិត្តខ្លាំងមែនតើហ្វែនធ្វើឲ្យគាត់មានជំងឺដេកមិនលក់ហើយគាត់បារម្ភនឹកតួស្អីពេកក៏កើតជាជំងឺដែលគ្រូពេទ្យត្រូវតែឲ្យគាត់ព្យាបាលឲ្យឆាប់
មិនចឹងទេវាអាចមានបញ្ហាប៉ះពាល់ដល់សុខភាពរបស់គាត់ខាងនេះដោយសារជំងឺគេងលក់នឹងហើយតួប្រុសរបស់យើងគឺនៅតែនឹកតួស្រីយើងចំណុចនឹកឃើញគេគ្រប់រូបភាពអញ្ចឹងណាពេលសบายពេលកាត់តុកអីជាមួយនឹងតួស្រីយើងអញ្ចឹងទៅធ្វើឲ្យគាត់ណាមិននឹកទឹកមិនស្រេកទេពេលហ្នឹងហើយអាចជំងឺគេងលក់របស់គាត់កាន់តែវិវត្តទៅមុខបាយក៏មិនញ៉ាំធ្វើឲ្យគាត់ហ្នឹងទៅជាលក្ខណៈស្លេកខ្លាំងមែនតើធ្វើឲ្យពេលហ្នឹងលេខាជាមួយនឹងលោកយាមកឃើញក៏មានអារម្មណ៍សែបមែនតើលេខាក៏បាននិយាយថាបើយ៉ាងនេះបន្តទៀតទៅមិនដឹងជាទៅជាយ៉ាងណាទេគាត់មិនព្រមញ៉ាំមិនព្រមគេងបែបនេះបន្តនឹងអស់កម្លាំងហើយលោកយាក៏នឹកឃើញគាត់សន្យានឹងធ្វើជាមិត្តប្រុសរបស់តួស្រីយើងណាពេលហ្នឹងហើយគាត់ក៏លក្ខណៈថាឃើញនឹងភ្នែកថាតួប្រុសយើងគាត់ពិបាកខ្លាំងពេកអញ្ចឹងណាហើយគាត់ក៏និយាយថាវាមិនមែនជាដំណោះស្រាយទេបើសិនជាបន្តធ្វើបែបហ្នឹងអញ្ចឹងណាគាត់ក៏យកទូរស័ព្ទចុចទៅមិនដឹងថាចុចទៅណាទេហ្វានអាចនឹងចុចទៅរកទូរស័ព្ទដែរព្រោះប្រហែលជាទូរស័ព្ទមិនប្លុកលេខគាត់ចោលទេមើលទៅហើយគាត់ក៏បានព្យាយាមខលទៅពេទ្យដែរបើសិនជានៅតែបន្តបែបហ្នឹងប្រកាសជាយ៉ាប់យ៉ឺនហើយលេខាគាត់ក៏ពិបាកចិត្តជំនួសដែរពេលហ្នឹងហើយផ្នែករឿងរបស់យើងក៏ស្កាត់មកដល់តួស្រីយើងគឺត្រូវបានលោកគ្រូពេទ្យប្រចាំហ្នឹងគាត់សរសើរថាតួស្រីយើងទទួលបានបណ្ឌបាតការសរសើរទូទាំងពិភពលោកតាក់ទងពីបញ្ហាជំងឺគេងមិនលក់តួស្រីយើងគឺជាពេទ្យដ៏អស្ចារ្យម្នាក់ពេលហ្នឹងលោកគ្រូពេទ្យក៏សរសើរថាតួស្រីយើងគឺជាមោទនភាពរបស់ពេទ្យគាត់ក៏បានប្រាប់ថាគាត់មានអ្នកជំងឺម្នាក់ដើម្បីមកឲ្យតួស្រីយើងព្យាបាលណាពេលហ្នឹងគាត់ចូលមកប្រាប់តួប្រុសយើងថាគាត់មានពេទ្យដែលប្រកែកខាងជំនាញខាងហ្នឹងមកព្យាបាលតួប្រុសរបស់យើងហើយឲ្យគេហៅថាវត្តរូបទៅលេខារបស់គាត់មើលពេលហ្នឹងលេខារបស់គាត់មានការភ្ញាក់ខ្លាំងគាត់ក៏ឆ្ងល់ពេលហ្នឹងក៏លីងហ្នឹងគេបានចូលមកជាមួយនឹងអគ្គនាយកនិពន្ធប្រឡោមលោករបស់តួប្រុសយើងហ្នឹងហើយពេលហ្នឹងលោកគ្រូពេទ្យក៏បានស្វាគមន៍គាត់ថាតួលីងហ្នឹងគឺជាអ្នកស្នងរបស់លោកគ្រូយីដែលជាអ្នកជំនាញខាងធ្វើឲ្យគេងលក់តែគាត់អត់ដឹងថាលីងហ្នឹងបន្លំខ្លួនទេហ្វេនកាលដែលលីងរៀនហ្នឹងគាត់រៀនអត់បានចេះទេគាត់រៀនជាមួយលោកគ្រូយីហ្នឹងប៉ិតមែនប៉ុន្តែគាត់អត់បានចាប់ជំនាញហ្នឹងបានទេអ្នកដែលចាប់បានគឺតួស្រីរបស់យើងទេតែតួស្រីយើងអត់ដែលបង្ហាញមុខទេបន្តិចទៀតគាត់នឹងប្រាប់ไปហ្វេនតែពេលហ្នឹងលោកនេះកំពុងតែនិយាយលើកជើងរបស់លីងខ្លាំងមែនតើពេលហ្នឹងតួស្រីយើងក៏ដើរចូលមកពេលហ្នឹងលីងក៏ឃើញថាប្រកាសជាតួស្រីរបស់យើងហើយទោះបីជាតួស្រីរបស់យើងពេលហ្នឹងកំពុងដូរឈ្មោះក៏ដោយនាងក៏បើកម៉ាស់តួស្រីយើងហើយក៏និយាយថានឹងប៉ិតមែនគឺជាយូនីងហើយពេលហ្នឹងតួប្រុសរបស់យើងក៏មើលចំណែកឲ្យលោកលេខានេះគាត់បានដេញតួស្រីយើងចេញទៅគាត់អត់ចង់ឲ្យតួស្រីយើងមើលទេទោះបីជាលោកគ្រូពេទ្យគាត់ថាគាត់គឺជាអ្នកនារីវ័យក្មេងម្នាក់ដែលអាចរៀនជំនាញអាខាងធ្វើឲ្យមនុស្សគេងលក់បានស្រួលជាប់ពីលំដាប់ពិភពលោកជាអ្វីដែលមន្ទីរពេទ្យរបស់គាត់ចង់បានណាធ្វើឲ្យមុខមាត់មន្ទីរពេទ្យគាត់នឹងល្អគាត់និយាយប្រាប់ទៅគេបែបណាក៏គេអត់ជឿគាត់ដែរពេលហ្នឹងណាគាត់ទោះស្រីយើងប្រងចេញទៅតែជាមួយការយើងរត់មកខាត់ថាកុំឲ្យចេញទៅអីប៉ុន្តែបែបនេះគឺគាត់ឌឺហ្មងណាថាទោះស្រីមានប្រយោជន៍អីទេព្រោះឯកូនសិស្សលោកគ្រូយីគាត់នៅហ្នឹងណាទោះបីជាលោកគ្រូពេទ្យពេលហ្នឹងក៏លឺអញ្ចឹងក៏គេឲ្យតួស្រីយើងចាញ់ពេលហ្នឹងប៉ុន្តែតួប្រុសយើងអត់ឲ្យចាញ់ទេក្នុងពេលហ្នឹងក៏មានការឆ្លោះគ្នាទៅលោកនេះក៏គាត់និយាយថារឿងសំខាន់ណាគឺការព្យាបាលជំងឺរបស់ហូយីឆិនអញ្ចឹងហើយជុំកញ្ញាយីហ្នឹងណាទៅព្យាបាលគាត់សិនទៅពេលហ្នឹងនាងធ្វើជាចាប់កាបូបហើយនាងក៏និយាយថាអូយខ្ញុំទៅយកកញ្ចប់ថ្នាំកាអូបរបស់ខ្ញុំមកបាត់ទៅហើយលេខាយើងថាមិនអីទេខ្ញុំយកវាតាមខ្លួនរហូតកែលោចវាយក៏ត្រូវការប្រើក៏គាត់យកឲ្យនាងចំណែកនាងគឺគាត់នឹងចិត្តថានេះអាលេខានេះរំខានខ្លាំងមែនតើតែខ្ញុំគួរយកថង់កាអូបនឹងធ្វើរបៀបម៉េចគេគិតក្នុងចិត្តគេណាតែពេលចឹងគេប្រាប់ថាហូយយីឆិនផ្ដោតអារម្មណ៍មើលកាបូបតូចថង់កាអូបនៅក្នុងដៃរបស់ខ្ញុំទៅហើយស្ដាប់ខ្ញុំគេរាប់5 4 3 2 1តួប្រុសមិនកុសតួប្រុសមិនដេកដល់ពេលចឹងទៅគាត់ក៏និយាយថាហូយយីឆិនណាមិនអាចចូលទៅក្នុងការងងុយដេកបានទេដោយគាត់មិនផ្ដោតអារម្មណ៍គាត់ថាតួស្រីនៅហ្នឹងណាដល់ពេលចឹងទៅយូនីងចេញសិនទៅនៅក៏ជួយមិនបានណានេះក៏សាក់លបងម្ដងទៀតហើយក៏ព្រមព្យាយាម3 2 1ម្ដងទៀតឲ្យតួប្រុសយើងហ្នឹងគេតែចង់គេងអត់តួប្រុសយើងថាខ្ញុំមិនល្ងុយទេចង់គេងទេវាមានអារម្មណ៍ថាឈឺក្បាលណាដល់ពេលចឹងទៅលីងនៅតែឲ្យតួប្រុសយើងព្យាយាមមើលដល់បតោងក្អូបទៀតដល់ពេលអញ្ចឹងទៅលោកគ្រូពេទ្យក៏គាត់និយាយថាកុំឲ្យបង្កបញ្ហាអីចេញពីយើងសិនទៅដល់ពេលអញ្ចឹងលោកតារុនយើងនេះតួស្រីយើងហ្នឹងណាគាត់ដូរឈ្មោះដាក់អញ្ចឹងនៅពេលអញ្ចឹងទៅតួស្រីយើងក៏ទៅនិយាយជាមួយហើយក៏យកដៃរបស់គាត់ហ្នឹងណាឲ្យតួប្រុសផ្ដោតអារម្មណ៍លើដៃរបស់គាត់ហើយប្រាប់ឲ្យតួប្រុសយើងគេងពេលហ្នឹងតួប្រុសយើងសម្រួលអារម្មណ៍ហើយក៏គេងលក់បាត់ទៅពេលហ្នឹង
មិនត្រឹមតែពេលដែលតួប្រុសគេងលក់ហ្នឹងយើងលេងក៏គាត់និយាយថាវាមានប្រយោជន៍អីដែលយើងខំចម្លងអ្នកដតីថាចម្លងការធ្វើពីគាត់ណាឬផ្ទះតួស្អីចាប់ផាច់តួស្អីថាតើវាអាចទៅរួចដោយមិនដែរដល់ពេលអញ្ចឹងលោកគ្រូពេទ្យហ្នឹងតើវាខុសបានយ៉ាងណាយូរនេះពិតជាអ្នកទទួលខុសត្រូវនៃជំងឺមួយនេះយូរនេះពិតជាកូនសិស្សរបស់លោកគ្រូយីពិតមែនពិតប្រកាសអីចឹងណាដល់ពេលអញ្ចឹងទៅសាច់ជ្រូករបស់យើងណាក៏កាត់មកដល់តួប្រុសយើងហ្នឹងគាត់ភ្ញាក់ពីគេងហើយគាត់ក៏ស្រែកទៅតួស្អីរបស់យើងញញណាដល់ពេលអញ្ចឹងគាត់ក៏ថាអូយខ្ញុំសម្បានស្រែកខ្លាំងណាតែឃើញដល់តួស្អីធ្វើឲ្យគាត់គេងពេលហ្នឹងណាហើយដល់ពេលអញ្ចឹងទៅគាត់ថាគាត់បានគេងលក់ស្រួលខ្លួនអញ្ចឹងទៅហើយពេលហ្នឹងណាគាត់ក៏គិតក្នុងចិត្តថាមនុស្សដែលគាត់តែងតែចង់នៅជាមួយនឹងគឺជាតួស្អីគាត់ប្រាប់តួស្អីពេលតួស្អីចូលមកមើលអញ្ចឹងណាដល់ពេលអញ្ចឹងទៅតួស្អីយើងក៏និយាយដោះដៃចេញហើយគាត់សួរថាតើលោកមិនខ្វល់ពីកូនទេហើយកូនក្នុងផ្ទៃពោះគាត់ហ្នឹងណាតួប្រុសថាខ្ញុំមិនខ្វល់អ្នកណានិយាយអីនោះទេមិនថាជាកូនអ្នកណានោះទេគាត់នឹងរ៉ាប់រងចំណាហើយនឹងទុកកូនដូចជាកូនបង្កើតរបស់គាត់ឲ្យតួស្អីយើងហ្នឹងណាផ្ដល់ឱកាសឲ្យគាត់ផងពេលហ្នឹងដល់ពេលអញ្ចឹងតួស្អីយើងក៏សួរថាចោះលីងណោះពេលហ្នឹងតួប្រុសក៏និយាយថាខ្ញុំគ្រាន់តែជួបនាងពីព្រោះជាការយល់ខុសកាលពីមួយខែមុនតាមពិតទៅគឺមិនដែលបានឃើញមុខគ្នាពីមុនមកទេដឹងទេនៅពេលហ្នឹងខ្ញុំឃើញនាងតាមរយៈក៏បានធានារ៉ាប់រងសុខភាពមួយសម្រាប់របស់លីងហ្នឹងហើយដែលធ្វើគាត់យល់ខុសណាពេលហ្នឹងតួស្អីយើងហ្នឹងណាក៏បានគិតដល់ថ្ងៃដែលគាត់នឹងបាននៅជាមួយនឹងតួប្រុសយើងឯងហើយគាត់ក៏បញ្ញាប់ងើបពីដំណេកហើយក៏រត់ស្ទុះស្ទាប្រមូលរបស់របរគាត់ចឹងណាតែក៏ធ្វើឲ្យការរបស់លីងជ្រុះនៅក្នុងបន្ទប់ហើយពេលហ្នឹងណាតួស្អីក៏គិតក្នុងចិត្តថាគាត់និយាយនឹងដូចស្តៀងនឹងជប់តែគាត់នៅជាមួយនឹងគាត់អញ្ចឹងតែហើយក៏ខុសពីលីងនិយាយពេលហ្នឹងលីងក៏ចូលមកហើយពេលហ្នឹងណាគាត់ក៏និយាយថាគាត់នឹងធ្វើសន្និសិទកសែតកំតែលីងគាត់និយាយថាគាត់មិនចង់ឲ្យតួប្រុសធ្វើសន្និសិទកសែតទេព្រោះថាតួប្រុសហ្នឹងគាត់ថាมันព្រោះតែហេតុអីនោះទេព្រោះគាត់មិនបានស្រឡាញ់នាងនោះទេឥឡូវហ្នឹងបើសិនជាគាត់ព្រមចាក់ចេញគាត់នឹងឲ្យគ្រប់យ៉ាងចំណែកនាងណាឬតែតួប្រុសនិយាយអញ្ចឹងក៏និយាយថាខ្ញុំមិនចង់ឲ្យកូនរបស់ខ្ញុំអត់ឪពុកនោះទេព្រោះឥឡូវខ្ញុំមានផ្ទៃពោះហើយតួស្អីឬតែអញ្ចឹងដើររយចេញទៅចំណែកតួប្រុសណាខំព្យាយាមហៅហើយនាងនេះធ្វើជាតែគ្រប់ពេទ្យអូយចូលម្ញេចាហើយពេលហ្នឹងតួស្អីយើងក៏សែទៀតហើយហ្វេនដើរចេញមកឡើងពី6តែម្ដងពេលហ្នឹងហើយក៏គាត់នឹងគិតថាហូយចិនយទៅពីអ្នកហ្នឹងមិនអាចនៅជាមួយគ្នាបាននោះទេពេលហ្នឹងលោកសិនយីគាត់មកដល់ហើយគាត់ក៏សួរថាមិនអីទេមែនអត់ខ្ញុំបានឃើញព័ត៌មាននៅតាមអនឡាញហើយថានាងជាកូនចៅរបស់លោកជីមែនអត់ខ្ញុំបានរៀនពីលោកគ្រូតួស្អីគាត់និយាយណាមិនមែនជាគៀវកម្មខាងក្រៅនោះទេគ្រាន់តែលក្ខណៈបើកធម្មតាអញ្ចឹងទៅមិនមានមនុស្សណាស្គាល់ខ្ញុំច្រើននោះទេពេលហ្នឹងលោកសិនយីគាត់និយាយថាខ្ញុំក៏ឃើញលទ្ធផលតេស្តដែលបង្ហោះលើអ៊ីនធឺណិតដែរវាមានអ្វីកើតឡើងហើយពេលហ្នឹងតួស្អីយើងឲ្យទៅសួរតួប្រុសយើងខ្លួនឯងទៅហើយគាត់ក៏សួរថាចង់កិច្ចចេញពីតួប្រុសអត់តួស្អីយើងក៏អត់មាត់ដែរពេលហ្នឹងលោកសិនជីរបស់យើងក៏បបង់ចោលគំនិតរបស់គាត់ដែរគាត់នៅតែសុំតួស្អីយើងហ្នឹងឲ្យផ្ដល់ឱកាសឲ្យគាត់ហើយសុំលេខទូរស័ព្ទរបស់តួស្អីយើងម្ដងទៀតហើយគាត់ប្រាប់តួស្អីយើងថាម្ដងហ្នឹងកុំឲ្យលុបលេខរបស់គាត់ទៀតអីហើយសាច់រឿងយើងក៏មកដល់ពីរអ្នកនេះជជែកគ្នាតាក់ទងជាមួយនឹងបញ្ហាមានការផ្ទុះខ្លាំងលើបណ្ដាញសង្គមដោយសារតែលីងហ្នឹងផុសរូបគាត់មានផ្ទៃពោះណាហ្វេនពេលហ្នឹងលេខរបស់យើងក៏និយាយថាតើវាប៉ັດអត់ទេនិពន្ធយកស៊ូនិយាយអញ្ចឹងមានន័យថាវាទៅរួចអត់ឬក៏វាធ្វើពុតជាមានផ្ទៃពោះហើយយើងក៏មករបៀបថាឌឺដងឬលោកពីរអ្នកនិយាយគ្នាថាគាត់ធ្វើពុតណាគាត់ថាបើសិនជាមិនជឿទេអាចទៅសួរលោកគ្រូពេទ្យបានគាត់ចេះដូចដងជឿជាក់លើខ្លួនឯង 100% អញ្ចឹងណាហើយទៅសួរពេទ្យទៅហើយលេខាហ្នឹងក៏គាត់ថាអីក៏មិនសួរទូប្រុសយើងមុននឹងបង្ហោះអីអញ្ចឹងគេថាពេលហ្នឹងគាត់ដឹងតែមានផ្ទៃពោះគាត់អខ្លាំងណាស់ពេកគាត់ទៅបង្ហោះឲ្យគេដឹងអញ្ចឹងណាគាត់មិនបានគិតដល់រឿងស្អីណាតាមមកក្រោយទេលេខហ្នឹងនៅតែថាយ៉ាងណាគាត់ជិតរៀបការមួយទូប្រុសហើយពោះរបស់គាត់កាន់តែធំអាចចាំបានទេទោះបីជាលោកនិពន្ធនាយកហ្នឹងគាត់និយាយថាតួប្រុសយើងជាបុគ្គលសាធារណៈហើយដល់ពេលយើងធ្វើអញ្ចឹងដូចធ្វើបែបគាត់អញ្ចឹងណាតែនាងនេះអត់ព្រមទេមែននិយាយអីនិយាយទៅអត់ខ្វល់ទេសំខាន់លើទូរស័ព្ទមួយសិនមុននឹងដល់ចេញណានាងនិយាយថាមានមនុស្សជាច្រើនក្នុងក្រុមហ៊ុនដែលធ្វើការហ្នឹងចោលបក់ទៅខាងណាអាស្រ័យលើសមត្ថភាពរបស់ពួកអ្នកដោះស្រាយអញ្ចឹងណាគេឲ្យពីអ្នកនឹងដោះស្រាយទៅរឿងបញ្ហាខ្យល់បក់ដែលគេបានបង្កើតឡើងអញ្ចឹងណាហើយពេលទូរស័ព្ទយើងហ្នឹងមិនដើរទៅហើយក៏ដល់រឿងលីងជាមួយនឹងហ៊ុយចិនគាត់និយាយតាក់ទងការមានផ្ទៃពោះរបស់គាត់អញ្ចឹងណាហើយពេលហ្នឹងគាត់ដើរចេះតែគិតពីបញ្ហាដែលលីងអាងថាគាត់មានផ្ទៃពោះមួយតួប្រុសយើងអញ្ចឹងណាហើយពេលហ្នឹងឃើញល្បីតាមអ៊ីនធឺណិតហើយមានអ្នកឌីមដាមគាត់ដែរពីរអ្នកនេះគេនិយាយឌីមដាមថាមើលទៅនឹងហើយជាអ្នកជនទី3ដោយបំផ្លាញហួរដែរជាមួយនឹងស្ត្រី
ម្នាក់ទៀតគេមានផ្ទៃពោះអញ្ចឹងណាហើយល្បីតាមអ៊ីនធឺណិតទៅរករឿងតួស្រីយើងប៊ូលីតួស្រីយើងកណ្ដាលផ្លូវនឹងត្មងហ្វេននៅពេលហ្នឹងណាតួប្រុសរបស់យើងគាត់បានគេងខ្លះហើយនៅពេលដែលគាត់បើកភ្នែកមកលេខាគាត់ឃើញអូយច្បាយងើបហើយហីមិននៅខាងក្រៅចិត្តបាក់ចុះហើយច្បាយបើលោកគេងទាំងជប់ទាំងថ្ងៃមិនដឹងថាដោះស្រាយបែបណាទេហើយពេលហ្នឹងសិនយាក៏បាននិយាយជាមួយតួប្រុសថាតើឯងបានដឹងរឿងអីអត់តើឯងនៅជាមួយនាងដល់របៀបណាឯងថានាងផ្ទៃពោះកូនរបស់ឯងឥឡូវក្រុមហ៊ុនណាទៅបានអ្នកគ្រប់ត្រូលបះបោអញ្ចឹងតួប្រុសយើងងើបផ្លាប់ហើយវាខ្លាចជាប្រធានមកបាត់ក្រៅកកហើយពេលហ្នឹងវាគ្មានផ្លូវឯកហអីបានទេទៅប្រថាខ្ញុំនឹងបញ្យល់นิ่งៗឲ្យដឹងលោកយីណាគាត់ខន់ថាលោកមិនអាចទៅបានក្នុងស្ថានភាពបែបនេះទេទោះបីជារោគនាងឃើញក៏ដោយតែបញ្យល់ដល់កាត់ឲ្យដឹងដល់របៀបណាទៅនាងរឿងខុសវាខុសតាំងពីដើមវាខុសតាំងពីលោកហ្នឹងណានាំតួលីងហ្នឹងណាចូលមកនៅក្នុងផ្ទះម្លេះហើយតួប្រុសយើងហ្នឹងក៏នឹកសម័យដល់ពេលដែលតួស្រីយើងព្យាបាលតួស្រីយើងបានបិទភ្នែករបស់គាត់មិនឲ្យតួប្រុសយើងឃើញទេនាងថាគេជាទម្លាប់របស់នាងដែលព្យាបាលបិទភ្នែកបែបហ្នឹងអញ្ចឹងវាខូចសមាធិអីចឹងណាទៅក្នុងថ្ងៃហ្នឹងណាតួប្រុសយើងក៏បានដឹងថាតួស្រីយើងហ្នឹងមុខមួយណែទេដែលបានស្គាល់ដោយសារតែការធ្លាក់អាកាសនៅលើដីនឹងឯងតាមពិតបើសិនជាតួស្រីត្រង់នេះមិនបានបិទភ្នែកតួប្រុសតាមពិតតួប្រុសអាចដឹងតាំងពីដើមមកម្លេះហ្វេនប៉ុន្តែអាចមានក៏ឆ្ងល់ដែរក៏ដាច់កណាត់ជូតបិទភ្នែកនោះដូចស្ដៅលហើយមើលតួស្រីអត់ឃើញអូខេសុំទោសហ្វេនយើងបកមកសាច់រឿងរបស់យើងវិញតួប្រុសយើងក៏និយាយប្រាប់ថានៅថ្ងៃនោះណាគឺគាត់ហៅពេទ្យមកជួបគាត់ហើយប៉ុន្តែការព្យាបាលទៅបានបិទភ្នែកហើយខ្ញុំក៏បានសួរនាងដែរថានាងគឺជាស្ត្រីក្នុងការប្រយុទ្ធនឹងអត់តែតួស្រីយើងព្យាយាមកុហកអត់ឲ្យតួប្រុសយើងដឹងនោះទេតួស្រីយើងថាគាត់អាចត្រាប់សម្លេងមនុស្ស 4-5 នាក់បានអញ្ចឹងណាដល់ពេលអញ្ចឹងទើបតួប្រុសយើងហ្នឹងក៏អត់ដឹងរឿងទេហើយគាត់ប្រាប់ទៅពួកគាត់ទាំងពីរទាំង3នេះថាឬតែមានការបកស្រាយពីការដែលលីងមានផ្ទៃពោះហ្នឹងពោះមិនមែនជាគាត់ណាពេលហ្នឹងលីងគេអង្គុយគេហៅអ្នកបម្រើគេមកហើយសុំបដូរមកកាយទៀតអញ្ចឹងទៅអ្នកបម្រើគាត់ថានៅហាងយើងមានបបប្រមាណអាចឲ្យបានទៀតទេហើយនាងក៏និយាយថាទៅនាងស្គាល់ខ្ញុំអត់ខ្ញុំគឺជាគូដណ្ដឹងរបស់ហ៊ូយីឈិនហើយទៅពេលហ្នឹងខ្លាចខ្ញុំមិនមានលុយឲ្យមានអត់អ្នកបម្រើហាច់មិនអីទេចាំខ្ញុំទៅឆុងឲ្យហើយក្នុងពេលហ្នឹងអ្នកចាត់ការហាងក៏មកហើយនិយាយថាមិនបាច់ទេហាងរបស់យើងមិនស្វាគមន៍យើងទេចេញទៅតែដល់ខ្ញុំជាអ្នកណាអត់ខ្ញុំគឺជាសង្ឃគូដណ្ដឹងរបស់ហ៊ូយីឈិនទៅអ្នកហ្នឹងគេលើកថាក្លេប្រកាសរបស់ហ៊ូយីឈិនបាននិយាយថានាងមានផ្ទៃពោះខ្លាំងហើយចេញពីហាងរបស់ខ្ញុំទៅខ្ញុំមិនទទួលមនុស្សបែបហ្នឹងទេហើយពេលហ្នឹងណាអ្នកបរាថាចង់ឡើងឋានៈអាចធ្វើបានគ្រប់យ៉ាងហើយពេលហ្នឹងលីងក៏ប្រញាប់ចេញទៅហើយពេលហ្នឹងក៏មកត្រឡប់មកដល់ផ្ទះរបស់តួប្រុសរបស់យើងហើយកំពុងតែឃើញលេខារបស់យើងហ្នឹងរៀបចំអីវ៉ាន់របស់គាត់ទាំងអស់ហ្នឹងយកចេញទៅខាងក្រៅហើយក្នុងពេលហ្នឹងមានគាត់នឹកឃើញនៅក្នុងចិត្តថាតួប្រុសយើងថ្ងៃដែលនាងបានទៅសុំវល់ឲ្យគាត់នៅជាមួយតួប្រុសយើងគាត់និយាយថាបើសិនជាមិនទទួលខុសត្រូវគាត់ហ្នឹងប្រាប់គាត់មួយម៉ាត់មកគាត់នឹងចេញហើយពេលហ្នឹងតួប្រុសនិយាយថាគាត់ស្អប់ជាងគេគឺមនុស្សដែលកុហកហើយពេលហ្នឹងយើងក៏បានចាំនៅក្នុងចិត្តរបស់នាងជានិច្ចថានាងបានកុហកតួប្រុសអញ្ចឹងណាហ្វេនហើយពេលហ្នឹងដឹងថាតួប្រុសស្អប់ហើយគឺមិនអាចនៅបានទេដោយសារបានគេបានរើចេញទៅក្រៅអស់ហើយក្នុងពេលហ្នឹងនាងក៏បានចាក់ចេញទៅហើយកំឡុងពេលហ្នឹងដែរកូនចៅក៏ប្រមូលអស់ហើយក៏ឃើញផ្លាស់មួយយកមកឲ្យលេខារបស់យើងនឹងឯងហើយលេខារបស់យើងត្រង់ហ្នឹងដូចជាមិនចាប់អារម្មណ៍ទេបោះចោលប៉ុន្តែចាំមើលភាពបន្តហ្វេនហើយគាត់ក៏បានទូរស័ព្ទទៅរកតួស្រីយើងហើយពេលហ្នឹងតាមតែទូរស័ព្ទចុចយ៉ាងម៉េចបើតួស្រីប្លុកលេខអស់ហើយហ្នឹងលោកជីនេះក៏ប្រាប់ថាមិនមានអ្នកគេខោចូលទេហើយកន្លែងដែលនាងទៅញញឹមហ្នឹងក៏បានបញ្ជូនគេទៅរកហើយក៏តែអត់មានអ្នកគេរកឃើញទេហើយលេខារបស់យើងក៏ចូលមកទៀតមែនហ្នឹងប្រាប់តួប្រុសរបស់យើងថាតួស្រីយើងណាបានលាឈប់ការពី1ម៉ោងមុនហើយតួប្រុសយើងក៏គិតថាដូច្នេះតែគាត់ទៅណាអញ្ចឹងគាត់ក៏បានប្រើឲ្យសៀងស៊ីហ្នឹងថតវីដេអូរបស់គាត់ដើម្បីឲ្យfan របស់គាត់តាមរោពេលហ្នឹងតួប្រុសយើងក៏និយាយថាសួស្ដីអ្នកគ្រប់គ្នាខ្ញុំគឺហ៊ូយីឈិនយូននឹងជាទីស្រឡាញ់របស់ខ្ញុំបានចាក់ចេញដោយមិននិយាយលាសម្បីតែមួយម៉ាត់ដោយសារតែការយកច្រឡំក៏ជាអ្នកបំផុសគំនិតរបស់ខ្ញុំក្នុងការបង្កើតពន្លឺនៅក្នុងជីវិតរបស់ពេលហ្នឹងតួប្រុសរបស់យើងឡើងបណ្ដាមាន fan ប្រាប់ថាតួស្រីយើងហ្នឹងក៏ឡើងយន្តហោះហើយតួប្រុសរបស់យើងហ្នឹងក៏ដាក់មេប្រូចទៅរកតួស្រីរបស់យើងនឹងអោបតួស្រីរបស់យើងហើយនិយាយថាខ្ញុំបានដឹងរឿងអស់ហើយនេះគឺយប់ហ្នឹងមិនមានអ្នកណាកើតពីអូននោះទេបងបានដឹងរឿងអស់ហើយតាមពិតជាស្ដែងក៏បណ្ដាសមត្ថភាពត្រូវបានលីងទិញយកប៉ុន្តែពេលហ្នឹងនាងមិនបានបោះវាចោលទេសៅស៊ីបានរកវាឃើញកាលនោះបងច្រឡំថាលីងគឺជាអូនចង់ទទួលខុសត្រូវលើនាងប៉ុន្តែខ្ញុំតែងតែមានអូននៅក្នុងបេះដូងបងជានិច្ចទោះបីជាមាននាងនៅក្នុងផ្ទះទៅហើយអញ្ចឹងតួប្រុសបានរៀបរាប់ប្រាប់តួស្រីទៅហើយក៏បានប្រាប់តួស្រីថាបងនឹងថាបងមិនអាចឈប់នឹកអូនបានទេក្នុងជីវិតនេះប៉ុន្តែ
linh kê tua prong ha phải linh chẳng có còn vậy tha rồi bài ca tay ban tranh mà hai rồi đây cái bà hai ôn nâng á tôi tao bị bong mặt băng smart ở đây mình là vậy tệ tôn bong tê cái tam bị đàm đó chóp cứ cái họ á song khăm bóng phật mình tha hùa gì chân từ cái sao xi đồ tê cái chiều đồ tầm mình nè hay con sờ lạnh ôn tầm mình nè đôi khi nè bênนั้นตัวเรายังกับบ้านใหญ่แท้ในไปแต่บ้านจุบอลเอาสังคมผมพอได้เอาบ้านเราสังได้สังคมเราบ้านมันแท้อนาคตใจอย่างแน่เต้เป็นเพลงดึกชอบบอลโชว์กับไบออนแกมปีโอนี่เชียวไปแต่บอลรีบจำตกบอลจงมันแจกไอ้ดงนึงสกัดมาพิจารณาไอโอนบ้านดึงกลุ่มยางต่างเอาปีบอลจังแน่เป็นนึงกับปงโยจะตัวใส่ให้ก็เป็นหนังได้ตัวปรับไปเยอะนะกดกระลุกเข้าไปหรือบอกกดให้ก็จับประดามรถจึงกงนำหมกตัวใส่ให้ก็ยกจินเชียนเจนไปเข้าไปให้ก็จับประดานสมตัวใส่ตัวเยิงนั่งรีบแกไปนั่งตัวใส่บ่เยิงก่อนเรียนแกและขณะให้ทานหยาบอาดาแฟนปวดแทนมันกระแทนตัวปลอบบ่เยิงนึกลงไปนั่งสมกว่ารีบแกเต้ก่อนโดนจะจัดสมบอกว่าไอตัวใส่ยิงดังไอไปนั่งก่อนก็สมตัวใส่ยิงรีบแกไปได้สมตัวใส่รีบแกนั่งตัวใส่ยิงไปนั่งต้นงอกกับมาโยโปรไม่เต้แต่โกนใจบานรถมาดาให้เกินยี่แทนรีบแกไตรีบแกไตโปรมไตไอเป็นนั่งตัวใส่ยิงกับบานงอกกับมาไตให้กับหอยใดไอตัวปลอบบ่เยิงเป็นจีนเอาจังนั้นแฟนไอเป็นตัวปลอบเยิงมันเป็นจีนเอาโดยรอให้ตัวปลอบบ่เยิงก่อนตัวใส่นั่งกับบานภาพคลีไอแฟนชุดแฉโรมันติกบ่เยิงคือจับประดานมาตรังที่บันติกไอแฟนก็มันไตมันอยู่แต่นังมีช่วงมีเพลงโจทย์ขนมชีวิตบัตตัวใส่ที่ได้ตายกำลังไปนั่งมันตอนด้าเราขนมไปนี้คือทางสบายในชีวิตได้อ๋อจังนะแฟนไอตัวประตูใส่ใบเยินก็จับดำสวิตประตอตีได้แฟนให้ชุดแชร์สไลด์ตัวใบเยินนะก็บานประตอบุษตัวตีได้แฟนตุ่มรอมตายตัวปลอกใบเยินนะเราโดยได้ตัวใส่ใบเยินขนมไปนั่งกับปงแต่สวิตจมูกหนึ่งตัวปลอกใบเยินไงให้ไปนั่งตัวใส่ใบเยินจับดำแต่สมัยระบาดตัวปลอกให้ไอตัวปลอกกวาดตุ่มแหลกกวาดจอกตะกราวไปเยอะนะแฟนให้ขนมไปนั่งได้ตัวปลอกใบเยินนั่งไงก็พร้อมแต่แหลตัวปลอกตัวใส่เยินจอกตะกราวแต่มานั่งตัวใส่ใบเยินก่อนยืดแทนชมความกระทบตำหนักกระทบแกซ่าหาไว้กระทบเรื่องทองแบบนั่งตัวประเจนั้นก็มีการหยับเตยแค่ก็เกิดเหตุหมกตัวมือเลยแค่ยังเลยแค่ก่อนใหญ่แท้ชมบันใหญ่แท้กดเตยให้มันตลอดมาเป็นอย่างแน่คือก่อนเราเตยแค่ตัวใส่กดเอาสนายกดกระสาวใช่ไหมไอ้ใส่เรื่องตัวปลอกนั่งไงก็กัดมาดาตัวใส่ปลอกนั่งไงกับปงแต่ดาตัวมันไอเป็นนั่งแฟนของบินแลนมวยจังมาให้ก็จับดำจับตัวใส่ปลอกนั่งไงได้โจตัวขนมแลนไอ้กดบาดแลนจังเตยต่ำดองเป็นนั่งไงก็มาดาไหลมวยเถอะบันกี่คมแข็งให้ก็มีนะกี่ใครปีลิงในบางอย่างได้ตัวใส่ไปนั้นกดบันเพียดังคลุนให้ก็หมดสำลังที่ผมพอดไอกราวให้เหมือนตัวใส่เยอะนั่นก็คันจะลิงเจอกระทรวงเดินทางไอชูเหมือนได้เฟินจังลิงทักชมตัวแต่ชูดเนี่ยนะเถอะโคจิจันสลังชุ่มอยู่นิ่งแต่ไอเหมือนใบล้อแต่ไอยังซ้ำตัวบ้าเรื่องล้อแต่หนังได้บีบแน่ไอเหมือนเป็นร้ำแท้เขาหนูแต่ไอ้เราไปได้ในเรื่องนี้ตัวใส่กอดใส่เอาไว้ยันนะเราไปได้ชอบโปรเจกต์ขย่มได้กระทายจากการปัดหนังตาเลือดตาดาวนูเต้เราไงแม่มวยนู้แต่ไปจึงนั้นดีในคนยิ่งแต่ขย่มแต่ไอ้ตัวจะแกปัดขย่มมันเวียนชันเต้ยูนี่ไงเวียนไอ้หล่อขย่มหล่อจึงไอ้กรุบย่างให้ไปกับไอ้บ้านหล่อหล่อจึงขย่มบ้านหล่อโหดีชันอยู่โหดีชันนั่งขบแบบย่างไปกับขย่มเปิดได้ตายก็ขย่มอันเป็นใหญ่ยังมาเว้นจังไงให้ขยมหนึ่งเธอไอนึงเคยต่อพเนกทาบัสนจิกูสไนสลับในจุดปวงมุกนั่งวีนึงวีนอารมณ์แบบแน่ให้ไปนั่งลิงก็โยสังลงไปมาจับไปเลยตัวใส่ให้บอมนองหนึ่งดับตัวใส่ให้ลายวิดีโอตัวโปรยังมือกำไตเลยขนมไปนั่งกดเอาตอนมันเฟอร์เต้กดจะสั่งให้กดกระแกเด็กแกให้ตัวใส่ยังท่าลิงอันชูดให้กดบอสเด็กแกนั่งแต่ตัวใส่ยังไปบัดตัวใส่ยังแต่ถึงนั่งรอตัวโปรยังหมดด่ามาเจนไพ่เด็กแกนั่งก็หาเธอกระไหลเซ่เนี่ยนะให้จุดโดยแกยังกดจับลิงให้ตัวใส่ใบยังเป็นนั่งตริกกับตริกไพ่กับไพ่ได้จูบตัวปลาให้จุดไหนเดียวนี้ฮะก็ไอคอเตอร์เปลี่ยตัวปลายังไอคอเตอร์เปลี่ยค่ะก็บอกตัวใส่แทนกับคอเตอร์เปลี่ยเก็บโปรมจะดังเข้าขบยางให้กับตะคอเตอร์เปลี่ยสมโตได้ด่าทนายตัวปลาสมโตได้กระหายังไอ้ก็สัญญาทางก่อนมันเฟิร์ติเต้อยู่ในเงี้ยสมบอกเขียนเข้าให้ยังมันกลัวปลาตัดยืนดับไอเต้ตัวใส่ไปนั่งกดกระปุกแต่คลังมันเต้ในก่อนใหญ่แทงยังมันกระแทกยังหนังบานจูบดังโลกเตียนโนเต้ตัวปลาทาเรื่องรายบานจับให้มันไอเต้เป็นนั่งตัวใบชีลิงบอกก็โดยชีมันรวยครูนได้แฟนป่วยเธอบาตัวใส่อย่างดาวถนัดนั่งแต่หายนั่งไอใส่ยืดตัวปล่อยเยอะนั่งก็บานกัดได้ชดแช่ได้
គេហៅថា set ចោលណា fan ហើយពេលហ្នឹងសាច់រឿងយើងក៏ដល់ភាគថ្មីទៀតហើយពេលហ្នឹងតួប្រុសរបស់យើងហ្នឹងណាគឺថាមានកម្លាំងកំហែងហើយក៏នឹកឃើញសម័យដល់ថ្ងៃដែលជួបជាមួយនឹងតួស្រីលើកដំបូងតួស្រីម្ញាក់ម្ញាក់ដែរអញ្ចឹងណា fan ហើយក្នុងកំឡុងពេលហ្នឹងដែរលេខារបស់គាត់ហ្នឹងណាក៏បាននិយាយថាច្បាយកាន់តែមានកម្លាំងហើយនៅក្នុងពេលថ្មីនេះតែពេលចឹងទៅទូប្រុសយើងហ្នឹងក៏និយាយថាត្រូវហើយការគេងបានឆ្អែតណាវាធ្វើឲ្យអារម្មណ៍របស់គាត់ហ្នឹងស្រស់ស្រាយក៏លេចទៅមើលតួស្រីរបស់យើងវិញហ្នឹងកំពុងតែស្លៀកឈុតរៀបការនៅលើណោះកំពុងរងចាំតួប្រុសញញឹមចឹងខ្ជូតតែម្ដងពេលហ្នឹងហើយតួប្រុសរបស់យើងហ្នឹងក៏សម្លឹងមើលគាត់ពីក្រោមទៅដែរហ្វេនគឺថាដល់ឈុតយើង happy ending ហើយគាត់ក៏សម័យឃើញឈុតឆាករបស់យើងណាចិត្តដល់ភាពបញ្ចប់គឺអត់មានអីខុសពីសម័យរឿងរ៉ាវចាស់ៗហេហ្វេនគឺគាត់សម័យដល់រឿងរ៉ាវចាស់ៗរបស់គាត់ដែលបានជួបគ្នាជាមួយនឹងតួស្រីយើងនៅក្នុងពេលហ្នឹងណាគឺថាសុទ្ធតែជាសុទ្ធឈុតឆាកromantic ទាំងអស់ fan ហើយ admin ក៏សុំកាត់ចោលខ្លះដើម្បីកុំឲ្យវាវែងពេកណា fan ត្រង់នេះយើងក៏មិនដល់ទូប្រុសតួស្រីរបស់យើងហ្នឹងគាត់ sweet គ្នាក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់គាត់តែម្ដង fan ពេលហ្នឹងគឺសុទ្ធតែជាឈុតឆាក romantic ទាំងអស់ហើយ fan ហើយនៅពេលដែលឈុតឆាក romantic បានបញ្ចប់ណាក៏កាត់មកដល់ភាគបញ្ចប់យើងហើយគឺតួស្រីគាត់កំពុងសេរីកាមេរ៉ាហើយគាត់និយាយថាថតរូបជាលក្ខណៈគ្រួសារពេលហ្នឹងណាលោកយីហ្នឹងគាត់មកហើយពេលហ្នឹងណាលេខារបស់យើងសួរថាអ្នកហេតុអីក៏ចូលមកអញ្ចឹងគេខកជាគ្រួសារគាត់ថាគាត់ជាប៉ាធររបស់កូនហើយឯងជាអីគាត់ថាគាត់ជាមាត់សម្លាញ់របស់តួប្រុសតាំងពីក្មេងហើយពេលហ្នឹងគាត់ស្រីទៅឈប់និយាយទៅថតរូបទៅហើយពេលហ្នឹងសាច់រឿងរបស់យើងក៏ចាប់ដោយ happy ending តែម្ដង fan អរគុណសម្រាប់ការចូលរួមទស្សនាតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនសុខភាពល្អសំណាងល្អរស់ស៊ីទទួលទីមានបានមានកំហុសខុសឆ្គងត្រង់កន្លែងណាមិនសមរម្យក៏សំខាន់តែអភ័យទោសដល់នាងខ្ញុំផងសូមអរគុណ